នៅក្នុងឆ្នាំ2025ខែសុនឈីត្រូវបានប្រកាសឡើងថាមពលក្នុងខែមួយនោះវាក៏បានត្រូវសាយភាយមកកាន់ជីវិតពិតផងដែរចាប់តាំងពីពេលនោះមកពិភពលោកបានផ្លាស់ប្ដូរត្រូវខ្ទេចខ្ទីនឹងជួបគ្រោះមហន្តរាយយើងបានឃើញបរិម្នាក់បានខំតស៊ូកន្លះជីវិតរបស់គាត់ទៅហើយប៉ុន្តែត្រូវបានក្បត់ដោយមនុស្សជិតស្និទ្ធរបស់គាត់តែម្នាក់គត់ពីការញុះញង់របស់មិត្តប្រុសរបស់គេពេលដែលគាត់បានស្លាប់គាត់ក៏បានត្រឡប់ពេលវេលាថយក្រោយមកវិញដោយសារតែវត្ថុបុរាណរបស់គាត់ធ្វើឲ្យគាត់រស់ឡើងវិញវាបានផ្ដល់ជីវិតទី2និងពេលវេលាជាលើកទី2ទៅកាន់គាត់ផងដែរជំរឿនរបស់គាត់ក្នុងជីវិតមួយនេះគឺអ្វីខិនខ្លាចជាសាដូគោលបំណងរបស់គាត់ពេលនេះគឺការសងសឹកហើយល្បឿននេះការលូតលាស់របស់គាត់លឿនជាងមុន2ទៅ300ដងធ្វើដំណើរទៅមុខជាមួយនឹងដាំងណែហើយខ្ញុំគឺជា Shadow ហើយលោកសួស្ដីអ្នកនរគ្នាជួយជាមួយខ្ញុំបានម្ដងទៀតហើយបើយើងចង់ដឹងថាសាច់រឿងទៅជាយ៉ាងណាតោះតាមនេះជាមួយខ្ញុំទាំងអស់គ្នាបើក្បាលសាច់រឿងនៅប្រាសាទដែលមានមនុស្សស្លាប់ជាច្រើនរួមទាំងមាននារីម្នាក់បានកាន់កងកបិតផងដែរយើងបានឃើញមនុស្សម្នាក់ក៏ជាទូឯករបស់យើងផងដែរគាត់បានសម្លាប់បិសាចជាច្រើនដែលប្រាសាទមួយនោះឲ្យឈ្មោះថាបាបនៃព្រះនារីកាន់កងកបិតគឺជាប្អូនស្រីរបស់គេហើយប្អូនស្រីរបស់គេចង់បានអ្វីគ្រប់យ៉ាងជាងពីគេទាំងអស់តែម្ដងហើយគេបានសួរថាខ្ញុំគឺជាបងប្រុសរបស់អ្នកតើហេតុអ្វីបានជាអ្នកធ្វើបែបនេះដែលយើងបានស្គាល់ឈ្មោះទូប្រុសរបស់យើងហើយដែលគេមានឈ្មោះថា Shin Fake ប្អូនស្រីរបស់គេបានតបថាបងប្រុសមែនទេអ្នកគ្រាន់តែជាកូនចិញ្ចឹមដែលឪពុកម្ដាយរបស់ខ្ញុំយកមកចិញ្ចឹមតែប៉ុណ្ណោះហើយអ្នកក៏មិនមានឈាមដូចខ្ញុំផងដែរអូនស្រីរបស់ Shin Fei មានឈ្មោះថាសៀវយូហើយនឹងបុរសដែលនៅគៀកនាងមានឈ្មោះថា Fei បាននិយាយតេះដៀជាច្រើនទៅកាន់ទូឯករបស់យើង Shin Fei បាននិយាយថាក្រៅពីពិភពលោកបានផ្លាស់ប្ដូរខ្ញុំបានបន្ថយជីវិតគ្រប់ពេលវេលាដើម្បីជួយប្អូនស្រីរបស់ខ្ញុំបានវង្វេងស្មារតីដោយសារតែមនុស្សជាទីស្រឡាញ់ប្អូនស្រីរបស់ខ្ញុំសៀវយូបានតបថាអ្នកមិនមានប្រយោជន៍អ្វីសម្រាប់ខ្ញុំនោះទេអ្នកដែលបានការពារខ្ញុំពិតប្រាកដនេះគឺបងប្រុស Fei បានលូតមកធ្វើការយល់ដៅរបស់គេទៅសម្រាប់ទូប្រុសរបស់យើងតែម្ដងនៅក្នុងឆ្នាំ2025ខែសុនឈីឬហៅបានថា God for Saken ពេលដែលមនុស្សបានគេងលក់ទៅពួកគេនឹងត្រូវបានទាញចូលក្នុងខែមួយនោះតែម្ដងការស្លាប់នៅក្នុងខែមួយនោះបណ្ដាលឲ្យបាត់បង់អាយុជីវិតផងដែរវាគឺជាការកាត់បន្ថយអាយុជីវិតរបស់យើងអ្នកលេងអាចចំណាយអាយុជីវិតរបស់ពួកគេនៅសមត្ថភាពក្នុងខែមកកាន់ពិភពលោកពិតបានបើនិយាយពីអ្នកខ្លាំងដែលបានសមត្ថភាពមកពិភពលោកពិតវិញពួកគេអាចទប់ស្កាត់នឹងគ្រាប់នុយក្លេអ៊ែរបានផងដែរចាប់តាំងពីពេលនោះមកបិសាចក៏បានលេចឡើងនៅក្នុងផែនដីផងដែរខ្ញុំបានតស៊ូរស់រានជីវិតជាមួយនឹងប្អូនស្រីរបស់ខ្ញុំហើយកម្លាំងធម្មពលរបស់ខ្ញុំក៏បានជាប់ក្នុង Top 100ទូទាំងពិភពលោកផងដែរខ្ញុំបានជំនះឧបសគ្គដែលស្ទើរតែស្លាប់ជីវិតរបស់ខ្ញុំរាប់មិនអស់ដែលធ្វើឲ្យខ្ញុំអាចសម្អាតប្រាសាទដែលមានឈ្មោះថាច្បាប់ទេវតាបានផងដែរខ្ញុំបានទទួលវត្ថុដ៏ទេវភាពមួយដែលវាមានឈ្មោះថាផ្នែកនៃការវិនិច្ឆ័យទីបំផុសខ្ញុំអាចឈានដល់កម្រិតកម្ពស់មួយបានប៉ុន្តែមិននឹកស្មានថាខ្ញុំត្រូវបានលួចចាក់ពីក្រៅខ្នងដោយសារប្អូនស្រីរបស់ខ្ញុំត្រូវបានស្លាប់ដោយវេទនាការខិតខំរបស់ខ្ញុំទាំងអស់ត្រូវបានអាសាបងហើយពួកគេជាអ្នកទទួលបានផលប្រយោជន៍មុននឹងឈីងហ្វឹងបានស្លាប់គេបានគិតថាប្រសិនបើខ្ញុំអាចរស់រានមានជីវិតម្ដងទៀតបានខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងទាំងអស់សម្រាប់តែខ្លួនឯងម្នាក់គត់តែប៉ុណ្ណោះបន្ទាប់មកឈីងហ្វឹងគាត់ក៏បានបើកភ្នែកពីដំណេកហើយក៏បានឆ្ងល់ថាតើគាត់នៅទីណាគាត់បានដកទូរស័ព្ទមកមើលទើបដឹងថាវាគឺជាឆ្នាំ2025ហើយក៏បានគិតថាវាអាចទៅរួចខ្ញុំបានកាត់ឡើងម្ដងទៀតខ្ញុំបានត្រឡប់មក9ឆ្នាំមុននឹងព្រឹត្តិការណ៍នោះបានកាត់ឡើងយើងបានឃើញសៀវយូចូលមកដោយទាត់ទម្លុះទ្វារតែម្ដងហើយគេបានស្រេចទៅកាន់ស៊ីនហ្វឹងរបស់យើងមិនត្រឹមតែប៉ុណ្ណឹងនោះទេនាងបានទាត់កំទេចធំសម្រាមផងដែរស៊ីនហ្វឹងបានក៏យើងដឹងថាហ្វៃក៏ជាតារាចម្រៀងមួយរូបផងដែរហើយប្អូនស្រីរបស់គេគឺជាអ្នកគាំទ្រផ្កាប់មុខតែម្ដងគាត់បានចាំយ៉ាងច្បាស់ថានៅពេលដែលនាងចេញមកអុកលុកខ្ញុំហើយខែមួយនោះក៏វាបានចាប់ផ្ដើមផងដែរសៀវយូបាននិយាយតេះដៀជាច្រើនទៅកាន់ស៊ីនហ្វឹងធ្វើដូចជានាងលុយណាស់អញ្ចឹងដោយសារតែសម្ដីនាងលុយពេកស៊ីនហ្វឹងបានទះកំភ្លៀងនាងឲ្យអុកគូតញ៉ាច់តែម្ដងសៀវយូបានសួរថាតើហេតុអ្វីបានជាអ្នកហ៊ានវាយខ្ញុំឈិនហ្វៃបានប្រាប់ថាខ្ញុំមិនមានអារម្មណ៍ល្អនិយាយជាមួយអ្នកនោះទេគាត់បានបោះកាតឲ្យទៅកាន់នាងហើយនិយាយថានេះគឺជាប្រាក់របស់ទាំងអស់របស់ឪពុកម្ដាយរបស់អ្នកខ្ញុំមិនបានប៉ះពាល់សំបីតែ1 សេនបើអ្នកនៅតែព្រុសទៀតខ្ញុំនឹងវាយអ្នកបន្ថែមដើម្បីជាប្រយោជន៍របស់ឪពុកម្ដាយរបស់អ្នកខ្ញុំមិនជាប់ទាក់ទងជាមួយអ្នកនោះទេស្ដាប់បានហើយនៅប៉ុណ្ណឹងខ្ញុំគឺឈិនហ្វឹងមិនចូលចិត្តប្អូនស្រីដូចអ្នកនោះទេពេលនេះសៀវយូបានត្រឹមតែអង្គុយយំព្រោះធ្វើអីទូឯករបស់យើងលេងចេញហើយម្ដងនេះឈិនហ្វឹងបានគិតទៅដល់ជីវិតមុនរបស់គាត់ហើយគាត់បាននិយាយថាខ្ញុំមិនឲ្យជីវិតមួយនេះអាសាបងដូចជីវិតមុនរបស់ខ្ញុំនោះទេឈិនហ្វឹងបានដកយកថ្នាំងងុយគេងមកហើយគាត់ផឹកតែម្ដងហើយគាត់បាននិយាយថាហ្វៃខ្ញុំនឹងកាត់ក្បាលរបស់អ្នកដោយផ្ទាល់ដៃរបស់ខ្ញុំយើងបានឃើញឈិនហ្វឹងបានធ្វើដំណើរមកដល់កន្លែងមួយហើយក៏បាននិយាយថាខ្ញុំពិតជានឹកអ្នកណាសាលាជ្រើសរើសជំនាញខ្ញុំបានចាំថាពេលដែលខ្ញុំបានធ្វើដំណើរមកដល់កន្លែងនេះដំបូងខ្ញុំពិតជាផិតភ័យណាស់ហើយខ្ញុំបានចំណាយពេលវេលាជាច្រើនម៉ោងដើម្បីជ្រើសរើសជំនាញមួយក៏បាននិយាយថាពេលនេះខ្ញុំនឹងចំណាយពេលវេលាដ៏លឿនបំផុតដើម្បីជ្រើសរើសជំនាញមួយហើយជំនាញមួយនោះគឺអាចឲ្យខ្ញុំធ្វើ
ធ្វើការហ្វាំងលើដោយសឡូម្នាក់ឯងបានក៏បានគិតឃើញជំនាញនិងភាពរហ័សរហួនបន្តមកក៏បានជ្រើសរើសយកជំនាញអត្តសញ្ញាណតែម្ដងពេលដែលចាប់ផ្ដើមជ្រើសរើសជំនាញនោះប្រព័ន្ធបានលើកមកប្រាប់ថាវត្ថុដ៏ទេវភាពផ្នែកនៃការវិនិច្ឆ័យត្រូវបានចងភ្ជាប់ជាមួយអ្នកដោយបានជោគជ័យផ្នែកនៃការវិនិច្ឆ័យត្រូវបានដំណើរការដែលគុណសម្បត្តិរបស់វានោះគឺពេលដែលឈិនហ្វាំងចូលទៅដល់ក្នុងខែមួយនោះគាត់នឹងទទួលបានជាជីវធនៈខ្ពស់រួមទាំងគាត់មាន talent ដោយស្វ័យប្រវត្តិផងដែរឈិនហ្វាំងមានការសប្បាយចិត្តជាខ្លាំងក្រោយពីដឹងថាវត្ថុដ៏ទេវភាពផ្នែកនៃការវិនិច្ឆ័យរបស់គាត់កាលពីជីវិតមុនក៏បានតាមគាត់មកដល់ជីវិតមួយនេះផងដែរហើយគាត់បានដឹងថាគាត់ត្រូវបានកើនឡើងម្ដងទៀតដោយសារតែផ្នែកនៃការវិនិច្ឆ័យមួយនេះយើងបានឃើញស្រមោលខ្មៅបានជាទម្លុះខ្លួនរបស់ទូប្រុសរបស់យើងរួមទាំងវាបានរុំព័ទ្ធខ្លួនរបស់ទូប្រុសរបស់យើងផងដែរហើយប្រព័ន្ធបានជូនដំណឹងប្រាប់យើងថាទូប្រុសរបស់យើងទទួលបានវិជ្ជាជីវៈដែលបានត្រូវលាក់ទូប្រុសបានលុកដៃចេញមកវិញហើយប្រព័ន្ធបានប្រាប់យើងថាឈិនហ្វាំងបានខ្លាចជាសាដូបាត់ទៅហើយឈិនហ្វាំងចេញមកយ៉ាងអំណាចតែម្ដងហើយប្រព័ន្ធបានប្រាប់ថាវាគឺជាឋានៈមួយដែលឋានៈនេះខ្ពស់បំផុតនៅក្នុងចំណោមអត្តសញ្ញាណទាំងអស់គេបានឆ្ងល់ថាហេតុអ្វីបានជាផ្នែករបស់គេមើលច្បាស់យ៉ាងនេះផ្នែកនៃការវិនិច្ឆ័យបានប្រាប់ឈិនហ្វាំងថាដែលផ្នែកនៃការវិនិច្ឆ័យគឺជាវត្ថុបុរាណនិងជាវត្ថុដ៏ទេវភាពបំផុតនៅក្នុងសកលលោកធម្មពលរបស់វាលើសពីច្បាប់ទៅទៀតរួមទាំងវាអាចគ្រប់គ្រងច្បាប់បានផងដែរទោះបីយើងមិនបើកដំណើរការវាក៏បើកដំណើរការខ្លួនឯងមកផងដែរឈិនហ្វាំងបាននិយាយថានេះបានសមជាវត្ថុដ៏ទេវភាពរបស់គេមែនវាអាចបង្កើតធម្មពលនេះច្បាប់បញ្ជាទិញបានទៀតផងទោះបីមួយឆ្នាំក្រោយទៀតមនុស្សក៏មិនទាន់មានស្គីមួយនេះផងដែរខ្ញុំនឹងធ្វើការចាត់ចេញពីកំណាប់ដៃរបស់ព្រះតតែបានពេលនេះគ្រប់មុខងាររបស់ឈិនហ្វាំងបានជោគជ័យអស់ទៅហើយនៅឡើយតែមួយគត់នោះគឺការដាក់ឈ្មោះចូលក្នុងខែដោយសារតែវិជ្ជាជីវៈរបស់ឈិនហ្វាំងគឺជាសាដូក៏ដាក់ឈ្មោះសាដូតែម្ដងយើងបានឃើញស្រមោលខ្មៅជាច្រើនរុំព័ទ្ធឈិនហ្វាំងហើយក៏មានអក្សរជាច្រើនឲ្យយើងអានផងដែរការចូលទៅក្នុងអាណាចក្ររបស់ព្រះដែលបានបោះបង់ចោលវាគឺជាទឹកដីដែលពោពេញទៅដោយសត្វចម្លែករាប់មិនអស់ហើយពួកគេតែងតែត្រៀមខ្លួនឲ្យយើងជាពីរហើយលួចយកជីវិតរបស់យើងជានិច្ចការចាកចេញពីទីក្រុងហើយសម្លាប់សត្វបិសាចដើម្បីទទួលបានជីវិតរបស់អ្នកកាន់តែយូរសូមបញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាឲ្យច្បាស់ថានៅក្នុងទឹកដីមួយនេះពេលដែលអ្នកបានស្លាប់ទៅវានឹងធ្វើការ respawn អ្នកម្ដងទៀតប៉ុន្តែវាបានដកអាយុជីវិតរបស់អ្នកនៅក្នុងភពផែនដីបើអ្នកធ្វើការស្លាប់បិសាចបានកាន់តែច្រើនវានឹងធ្វើការបន្ថែមអាយុជីវិតរបស់អ្នកមកវិញអ្នកទាំងអស់គ្នានៅកន្លែងនោះមានការភ្ញាក់ផ្អើលទាំងអស់គ្នាតែម្ដងព្រោះមិនដឹងថាវាគឺជាអ្វីនោះទេចំណែកឯទូប្រុសរបស់យើងបានគិតថាមិនយូរប៉ុន្មានអ្នកខ្លាំងនៅក្នុងពិភពលោកនឹងចេញមកផ្លាស់ប្ដូរផែនការមួយនេះខ្ញុំមិនទុកឲ្យវាមិនដោយពេលទៅយូរនោះទេខ្ញុំនឹងចាប់ផ្ដើមវាពេលឥឡូវនេះកំពុងតែធ្វើដំណើរឈិនហ្វាំងបានភ្ញាក់ព្រោះឲ្យយើងបានឃើញមនុស្សចំនួនប្រមាណប្រហែលជា4នាក់បាន respawn មកម្ដងទៀតដែលជីវិតរបស់គេត្រូវបានកាត់ពាក់កណ្ដាលនៅក្នុងភពផែនដីពិតបាត់ទៅហើយនិយាយឲ្យងាយស្រួលទៅឧទាហរណ៍ប្រសិនបើយើងនៅសល់ពេលវេលា10ឆ្នាំទៀតយើងត្រូវស្លាប់ប៉ុន្តែយើងបានស្លាប់នៅក្នុងនេះវានឹងធ្វើការចែកជាពីររហូតដល់យើងងត់តែម្ដងឈិនហ្វាំងបានមើលទៅកាន់នារីម្នាក់នោះហើយក៏បាននិយាយថាមើលទៅនាងក៏មានជំនាញលាក់ដូចខ្ញុំផងដែរនារីម្នាក់នឹងបាននិយាយយ៉ាងគួរសមទៅកាន់ឈិនហ្វាំងតែម្ដងនិយាយថាអ្នកក៏មានជំនាញលាក់ដូចខ្ញុំផងដែរតើអ្នកចង់ចូលរួមជាមួយខ្ញុំដែរឬទេឈិនហ្វាំងបានតបថាខ្ញុំមិនត្រូវការនោះទេឈិនហ្វាំងបានធ្វើការចាត់ចែងតែម្ដងចំណែកឯកូនក្រុមរបស់នាងបានធ្វើការស៊ីត្រាវនៅពីក្រោយខ្នងរបស់គេតែម្ដងនាងមានការស្ដាយជាខ្លាំងព្រោះអីចំណាត់ថ្នាក់របស់ទូប្រុសរបស់យើងគឺខ្ពស់មែនទែនឈិនហ្វាំងកំពុងតែធ្វើដំណើរចាត់ចែងហើយនារីម្នាក់នោះបាននិយាយថាតោះទៅតាមគាត់ចង់ដឹងថាគាត់មានជំនាញអ្វីខ្លះប្រហែលជាយើងអាចទទួលបានព័ត៌មានជាច្រើនពីគាត់នាងបានបញ្ចេញទឹកមុខមកដូចជាមិនសូវស្រួលនេះទេគេហៅតួអាក្រក់នឹងតែម្ដងហើយនាងបាននិយាយថាមើលពីរបៀបដែលទូប្រុសរបស់យើងបានស្លាប់ឈិនហ្វាំងធ្វើដំណើរទៅមុខដូចជាធម្មតាចំណែកឯនាងបានគិតថានាងមានបទពិសោធន៍លេងហ្គេមរាប់ឆ្នាំហើយដែលធ្វើឲ្យនាងអាចបង្កើតក្រុមបានមួយយ៉ាងឆាប់រហ័សប៉ុន្តែក្រុមរបស់នាងត្រូវបានសម្លាប់ដោយវិសាចមួយក្បាលដោយសារតែ player level មួយមិនអាចយកឈ្នះជាមួយវាបានធីមរបស់នាងបានធ្វើការប្រៀបធៀបខ្លួនជាមួយនឹងឈិនហ្វាំងថាល្អអីចឹងទៅនាងបានគិតធៀបថាប្រសិនបើតាមដានគេអាចនឹងបានផលប្រយោជន៍ខ្លះដែរឈិនហ្វាំងបានងាកមកធ្វើឲ្យពួកគេបានលៀបពួនហើយនារីម្នាក់នឹងបានគិតថាតើគេអាចកត់សម្គាល់ពីយើងបានមែនទេឈិនហ្វាំងក៏បានប្រើស្គីមួយដែលមានឈ្មោះថា Shadow Snake ធ្វើឲ្យគាត់បាត់ខ្លួនចេញពីមុខអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាបានដើរមកហើយនិយាយថាតើគាត់ទៅណាបាត់ហើយយើងបានឃើញទូប្រុសរបស់យើងបានបំងកាយហើយដើរចេញពីអ្នកទាំងអស់គ្នាបាត់ទៅហើយរាង Window បានលោកប្រាប់ពីស្គី Shadow Snake របស់គាត់ដែលធ្វើឲ្យគាត់អាចបំងកាយបានថែមមួយទៀតពេលដែលគាត់បើកការវាហាតការសិទ្ធិត្រូវវាធ្វើការគុណដើម្បីជា2អីចឹងទៅប៉ុន្តែគាត់នឹងលេងបំងកាយទៀតហើយចំណែកឯស្គីមួយទៀតធ្វើការគុណទ្វេដងនៃស្គីស្រមោល Snake របស់គាត់ឈិនហ្វាំងធ្វើដំណើរផងហើយគាត់ក៏បានកាត់ខ្លាំងចិត្តផងដែរមកដល់កន្លែងមួយគាត់ក៏បានឈប់រកអីស្គីបំងកាយរបស់គាត់ត្រូវបានអស់ហើយដែលយើងហៅវាថា cooldown គាត់បានបើកផ្ទាំង Window មើលទៅកាន់សមត្ថភាពរបស់គាត់ពេលដែលបានមើលទៅសមត្ថភាពរបស់ខ្លួនហើយឈិនហ្វាំងបានគិតថាអ្នកលេងធម្មតាពេលដែលចូលមកបើសមត្ថភាពត្រឹមតែ10តែប៉ុណ្ណោះប៉ុន្តែខ្ញុំបានរង្វាន់បន្ថែមអាខ្លះបូក3អាខ្លះបូក5អាខ្លះបូក8អាខ្លះបូក10អីអញ្ចឹងទៅរួមទាំងមានភ័ណ្ឌចំនួន5បន្ទុកដើម្បីអាប់សមត្ថភាពរបស់គាត់ផងដែរគាត់បានអាប់ទៅកាន់ភាពរហ័សរហួនរបស់គាត់ទាំងអស់តែម្ដងហើយឈិនហ្វាំងបាននិយាយថាក្នុង early game យ៉ាងយើងគួរតែ up speed ព្រោះឲ្យអាបិសាចនឹងវាយឈឺណាស់ប៉ុន្តែយើងមានល្បឿនយើងអាចគិតពី
ពីការវិវហារបស់វាបានឈិនវឹងបានព្យាព្រោះគាត់បានលើសម្លេងអ្វីមួយគាត់បានសម្លឹងមើលទៅកាន់កន្លែងសម្លេងមួយនោះយើងបានដឹងថាវាគឺជាបិសាចដែលថ្នាក់របស់វានោះគឺជាថ្នាក់ធម្មតាវាកំពុងតែអ៊ីវ៉ូឈិនវឹងបានគិតថាបិសាចមួយនេះហើយគឺជាអ្នកសម្រាប់អ្នកទាំង4ដែលបានតាមដានគាត់អបាញ់មិញបិសាចនោះបានស្ទុះមកបើកកាយវិវហាទៅកាន់ឈិនវឹងតែម្ដងប៉ុន្តែគាត់បានគេចផុតឈិនវឹងក៏បានប្រើស្គីមួយយើងបានឃើញស្រមោលខ្មៅបានរំពាត់ខ្លួនរបស់គាត់ទាំងអស់តែម្ដងហើយគាត់ក៏បានបាត់ខ្លួនចេញពីមុខរបស់វាបិសាចនោះខំស្វែងរកយ៉ាងណាក៏មិនឃើញប្រងដែរព្រោះអីឈិនវឹងនៅពីលើក្បាលរបស់វាក៏បានធ្វើការហក់មកពុកក្បាលរបស់វាឲ្យទប់នឹងដីជាមួយនឹងស្គីរបស់គាត់តែម្ដងទាំង Windows ចេញមកប្រាប់ទូប្រុសរបស់យើងថាអ្នកបានសម្លាប់បិសាចមួយនេះអ្នកទទួលបាន expert រៀនចំនួន10ឈិនវឹងក៏ភ្ញាក់ផ្អើលជាមួយខ្លួនឯងផងដែរព្រោះអីគាត់មិនរំពឹងថាគាត់អាចសម្លាប់បិសាចនេះត្រឹមតែមួយដៃនោះទេឈិនវឹងបានទទួលស្គីមួយទៀតហើយដែលវាធ្វើការគុណដុំមេឃទ្វេដងឈិនវឹងបានមើលទៅដុំពណ៌លឿងដែលបានស្រូបចេញមកពីបិសាចមួយនោះដោយងើឆ្ងល់ហើយគាត់បានចាំថាការពីជីវិតមុនរបស់គាត់នឹងគឺគាត់សម្លាប់បិសាចនឹងយ៉ាងវេទនាតែម្ដងរួមទាំងបានដុំពណ៌លឿងនោះមកផងដែរប៉ុន្តែគាត់បានឲ្យទៅកាន់ប្អូនស្រីរបស់គាត់មកដល់ត្រង់នេះឈិនវឹងក៏បានធ្វើការស្រូបយកដុំពន្លឺនោះតែម្ដងវាគឺជាអាយុកាលដែលបិសាចបានស្រូបមកពីមនុស្សទាំងអស់នោះបន្ទាប់មកក៏បានគិតថាគាត់ស្រូបបានតែអាយុចំនួន54ឆ្នាំនោះទេវាមិនមានប្រយោជន៍ទេក្នុងពេលឥឡូវនេះពេលនោះផ្នែកនេះការវិនិច្ឆ័យក៏បានចេញមកអបអរសាទរទៅកាន់ទូប្រុសរបស់យើងដែលគេបានទទួល talent ថ្មីដែលវាមានឈ្មោះថា Infinity Evo ដែល Infinity Evo មួយនោះពេលដែលទូប្រុសរបស់យើងធ្វើការស្លាប់បិសាចដល់ម្នាក់ឯងវានឹងទទួលបាន Evo ខ្វាញ់ដើម្បីធ្វើការ upgrade ទៅកាន់ skill របស់គាត់រៀងរាល់24ម៉ោងឈិនវឹងនឹងទទួលបាន Evo ខ្វាញ់ចំនួន5នៅពេលដែលគាត់បានសម្លាប់បិសាចពេលនេះគាត់ទទួលបានចំនួន5ហើយឈិនវឹងមានការភ្ញាក់ផ្អើលជាមួយនឹង talent របស់ខ្លួនឯងជាខ្លាំងឈិនវឹងបានធ្វើការ up ទៅកាន់ skill Shadow Snake រួមទាំង skill មួយទៀតផងដែលវាធ្វើការគុណដុំមេឃពេលដងពេលនេះទូ Evo របស់គាត់គឺសល់4ក៏បានធ្វើដំណើរទៅមុខទៀតហើយគាត់បានគិតថាជាមួយនឹង skill Shadow Snake ហើយនឹង skill ដែលធ្វើការគុណទ្វេដងនៃ skill Shadow Snake របស់គាត់នឹងធ្វើឲ្យគាត់អាចសម្លាប់បិសាចក្នុងតែមួយកណ្ដាប់ដៃបានធ្វើដំណើរមកដល់ខ្លីមួយបានលេសម្លេងមនុស្សម្នាក់បាននិយាយថាខាងនេះវាស្រួលណាស់អ្នកមិនបាច់ភ័យនោះទេចាំខ្ញុំជាអ្នកការពារអ្នកយើងមើលទៅការម្នាក់ផ្សេងនោះកំពុងតែស៊ីចូលតែម្ដងឈិនវឹងភ្ញាក់បន្តិចព្រោះអីក៏បានក្រឡេកឃើញបិសាចពីងពីងនៅពីលើអ្នកទាំងពីរឈិនវឹងបានប្រើ skill Shadow Snake ដែលគាត់អាចបំបង្កាយបានចំនួន32វិនាទីអ្នកទាំងពីរកំពុងតែស៊ីចូលជាមួយគ្នាបិសាចក៏បាននៅពីលើនេះទាំងពីរពួកគេបានភ័យដែលយើងឃើញបិសាចពីងពីងនោះចេញមកជាមួយនឹងកូនចៅរបស់វាម្នាក់ផងដែរដែលម្នាក់ធំជាងគេនឹងមានឈ្មោះថា Spawn Spider ហើយនឹងកូនចៅរបស់វានឹងគឺឈ្មោះ Spider ឈិនវឹងបានគិតថាមេរបស់វាមានឈាមចំនួន1600វាមិនងាយស្រួលក្នុងការសម្លាប់នោះទេដោយឃើញអាកាសល្អបិសាចនោះកំពុងតែដេញវាប្រហារអ្នកទាំងពីរឈិនវឹងបានស្ទុះទៅប្រើ skill របស់គេពួរទៅកាន់ភ្នែករបស់វាមួយដែលធ្វើឲ្យវាបាច់ឈាមផងដែរហើយគាត់ក៏បានដកថយក្រោយជាមួយនឹង skill Shadow Snake ដែលបិសាចមួយនោះអស់ឈាមចំនួន300បាត់ទៅហើយទោះបីឈិនវឹងដកថយក្រោយតន់ក៏ដោយក៏គាត់អស់ឈាមចំនួន9ផងដែរដោយរកទូប្រុសរបស់យើងមិនឃើញបិសាចពីងពីងនោះបានធ្វើការវាកំតិចដើមឈើដែលនៅក្បែរវាទាំងអស់តែម្ដងឈិនវឹងបានគិតឲ្យយើងដឹងថាបិសាចមួយនេះក៏មានភាពវៃឆ្លាតផងដែរបិសាចពីងពីងនៅតែបន្តវាកំតិចដើមឈើនោះដដែលចំណែកឯកន្លែងឈិនវឹងយើងក៏បានឃើញដុំថ្មចំនួន4គ្រាប់ផងដែរមើលទៅដូចជាអាកាសល្អទៅហើយឈិនវឹងបានប្រើដុំថ្មមួយគប់ទៅកាន់វាដែលធ្វើឲ្យវាអស់200ដមេឃផងដែរឈិនវឹងបានរើសដុំថ្មមួយទៀតមកហើយក៏បាននិយាយថាគាត់ចាំ skill របស់គាត់ cool down សិនក្រោយពី skill cool down មកគាត់បានចេញមកធ្វើការគប់ដុំថ្មទៅកាន់វាមួយទៀតដែលធ្វើឲ្យវាអស់200បន្ថែមទៀតហើយគាត់ក៏បានប្រើ skill Shadow Snake ធ្វើការបំបង្កាយម្ដងទៀតហើយគាត់ធ្វើបែបនេះដដែលតែម្ដងនៅទីក្រុងយើងបានលើសំឡេងមនុស្សបាននិយាយថាកន្លែងចំណាប់ថ្នាក់ពេលនេះបានអាប់ដេតហើយយើងបានឃើញ Shadow របស់យើងជាប់លេខ1ហើយគាត់មាន level 2មុនគេតែម្ដងដែលខ្ញុំសំហៅទូប្រុសរបស់យើងពីឈ្មោះឈិនវឹងទៅហៅ Shadow វិញព្រោះអីឈ្មោះចិនខ្ញុំពិបាកអានខ្លាំងណាស់ដែលធ្វើឲ្យអ្នកទាំងអស់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំងហើយនេរីនោះបាននិយាយថាមានតែស្លាប់បោកទេដែលធ្វើឲ្យគាត់អាចឡើងទៅបានលឿនបែបនេះអ្នកទាំងពីរដែលបាននិយាយថាខែនេះស្រួលលេងឥឡូវបាន spawn មកកន្លែងកើតវិញបាត់ទៅហើយវល់ត្រឡប់មកដល់កន្លែង Shadow វិញយើងបានឃើញគាត់បានស្រូបយកអាយុកាលពីបិសាចនោះបាត់ទៅហើយជាមួយនឹងផ្ទាំង Windows លុបបញ្ជាក់ផងដែរដែល Shadow ទទួលបានជាបុកដែលមានឈ្មោះថា Grady Hand វាអាចធ្វើឲ្យទូប្រុសរបស់យើងប្រើវាទៅលើសាកសពបិសាចដែលគាត់អាចសម្លាប់បានវានឹងមានអាការ 20% ដើម្បីទទួលបានរង្វាន់បន្ថែម Shadow បានកាត់ទៅដល់ជីវិតមុនរបស់គាត់ដែលគេប្រើ skill បុកនឹងអីចឹងទៅ Shadow បានភ្ញាក់ហើយគាត់បានគិតឃើញថាគាត់មាន talent Infinity ដែលជា skill Evo ដែលអាច upgrade skill របស់គាត់បានត្រឡប់មកផានដែលយើងបានឃើញមនុស្សកំពុងតែធ្វើដំណើរទៅសាលាយើងបានឃើញ Sifu និងមិត្តភ័ក្តិរបស់គេដែល Sifu បានអ៊ូទៅមិត្តភ័ក្តិរបស់គេជាច្រើនតែម្ដងថាបងប្រុសគេអីចឹងទៅធ្វើដំណើរម្ដងខ្លីមួយបានឃើញមនុស្សអ៊ូអមិត្តភ័ក្តិរបស់គេក៏បានចូលទៅមើលហើយក៏បានឃើញមនុស្សម្នាក់ដូចជាបំបាំងកាយអញ្ចឹងដែលគេប្រៀបបានដូចជារលាយខ្លួនអញ្ចឹងហើយនាងក៏បានសួរថាតើកាត់មានរឿងអ្វីបានជាគេខាត់ជាបែបនេះមករួមថ្នាក់បានប្រាប់ថាបន្ទាប់ពីគេបានគេងមកគឺខ្លាចជាអញ្ចឹងតែម្ដងមិត្តភ័ក្តិរបស់ Sifu បានដកទូរស័ព្ទមកចង់ទាក់ទងទៅគ្រួសាររបស់គេដើម្បីប្រាប់ពីរឿងមួយនេះហើយគេក៏បានប្រាប់ Sifu ផងដែរថាគួរតែប្រាប់អ្នកផ្ទះផងដែរប៉ុន្តែ
ស៊ីវបានតបថាមិនបាច់នោះទេនៅកន្លែង Shadow យើងបានឃើញគាត់អាប់ Grandy Hand នោះពីថ្នាក់ Brown រហូតទៅដល់ថ្នាក់ Gold តែម្ដងឥឡូវគាត់មានឱកាស 70% ដើម្បីទទួលបានរង្វាន់បើដឹងថាគាត់អាប់ប្រមាណ level នោះទេក្រៅពី upgrade skill បុកនោះរួច Shadow របស់យើងបាននិយាយថាវាមិនអាក្រក់នោះទេខ្ញុំថែមទាំងបានរង្វាន់មកវិញពីផងដែរខ្ញុំត្រូវការចំនួន3បន្ទុកទៀតដើម្បីអាប់វាគ្រប់ 100% យើងបានឃើញតួរបស់យើងបានបំពាក់អ្វីនោះទេដែលវាបូកកម្លាំងរបស់គាត់ 35 ហើយនឹងល្បឿនរបស់គាត់ចំនួន 4 គាត់បានប្រើ skill Shadow Snake ចាក់ចេញបាត់ទៅពេលដែលគាត់កំពុងតែធ្វើដំណើរនឹងគាត់បានគិតថាមុននឹងហេតុការណ៍នេះកាត់ឡើងម្ដងទៀតដំបូងគាត់ត្រូវឡើង level 10រួមមកថែមគាត់មានអាយុកាលគ្រប់គ្រាន់ផងដែរបិសាចទូចមិនគ្រប់គ្រាន់សម្រាប់គាត់នោះទេគាត់ត្រូវការរកបូណាដែលខ្លាំងសម្រាប់គាត់ស្រូបយកអាយុកាលវានៅពេលនេះ Shadow បានភ្ញាក់ដូចជាគាត់បានឮសំឡេងមនុស្សកំពុងតែបញ្យល់គ្នាជាមួយបិសាចអញ្ចឹងគាត់បានចេញទៅមើលតែម្ដងយើងបានឃើញមនុស្សមួយក្រុមកំពុងតែធ្វើការស៊ើបស្វែងបញ្យល់ជាមួយបិសាចដែលមាន level 2 Shadow បានកើតក្នុងចិត្តថាពេលវេលាដ៏ល្អឥតខ្ចោះរបស់ខ្ញុំបានមកដល់ហើយយើងបានឃើញបរិសម្នាក់នឹងកាន់សៀដែលគាត់ដូចជាតែងអញ្ចឹងក៏បានទប់រងនឹងការវាយប្រហាររបស់បិសាចនោះទាំងអស់ដោយសារតែគាត់ពិបាកទប់ទល់ពេកគាត់ក៏បានប្រើ skill មួយដែលវាមានឈ្មោះថាសៀលពលឺគ្នារបស់គាត់ដែលជាមេឃបានប្រើវេទមន្តភ្លើងបាញ់ទៅបិសាចមួយនោះដែលធ្វើឲ្យវាអស់ឈាមចំនួន70ផងដែរ Shadow បានគិតថាវិជ្ជាជីវៈរបស់ពួកគេទាំងអស់ក្នុងក្រុមមួយនេះសុទ្ធតែជាថ្នាក់លាក់ទាំងអស់ឬយើងហៅថាថ្នាក់អកំបាំងល្បឿនរបស់បិសាចពិតជាមិនធម្មតាអាចគេចផុតរាល់ការវាយប្រហាររបស់ក្រុមមនុស្សមួយនោះបានបិសាចវាបានស្ទុះទៅវាយតែងតែម្ដងដែលធ្វើឲ្យគាត់បានខ្ទេចផងដែរអ្នក Healing កំពុងតែព្យាបាលទៅកាន់តែងគាត់បាននិយាយថាបោះមួយនេះវាពិតជាមានល្បឿនខ្លាំងណាស់ Shadow បានគិតថាក្រុមមួយនេះមិនធម្មតានោះទេសុទ្ធតែថ្នាក់អកំបាំងជាពិសេសពួកគេមានគ្រប់ទម្រង់តែម្ដងប៉ុន្តែពួកគេភ្លេចថានេះគឺជាព្រៃយើងបានឃើញបិសាចពីក្បាលចេញមកពីក្រោយតែដែលបិសាចនឹងវាធំក្លិនអ្នក Healing Shadow ក៏ទៀតថាបិសាចមួយនេះវាមាន level 2វាគ្រាន់តែជាបិសាចតែប៉ុណ្ណោះមិនមែនជាបោះនោះទេយើងបានឃើញ Waiter ចេញមកដែលខ្លះ Weapon គេបាននិយាយថាមេបញ្ជាការចាប់ដកថយទៅគេបានស៊ូទៅបើការវាយប្រហារទៅកាន់បិសាចមួយនោះប៉ុន្តែមិនរសើបជើងថ្មិញបិសាចមួយនោះទេបិសាចមួយនោះបានបើការវាយប្រហារដៃបញ្ចេញអ្វីពីមាត់របស់គេនោះទេទៅកាន់អ្នកទាំងអស់គ្នាហើយមេនេះធ្វើការរត់ហើយស្រែកឲ្យគេជួយតែម្ដងយើងបានឃើញ Shadow ស្ទុះទៅបានធ្វើការកាប់ក្បាលបិសាចនោះស្លាប់មួយតែម្ដងដែលធ្វើឲ្យអ្នកទាំងអស់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំងបិសាចមួយនោះក៏បានចាប់ផ្ដើមរស់លាយយើងបានឃើញបិសាចមួយទៀតនៅពីក្រោយខ្នង Waiter វាក៏បានត្រូវដាច់ក្បាលមួយទៀតដោយសារស្នាដៃ Shadow របស់យើងហើយតែងបាននិយាយថាសូមប្រុងប្រយ័ត្នជាមួយមកនៅមុខយើង Shadow នៅពីក្រោយខ្នងអ្នកទាំងអស់គ្នាដែលគេទទួលបាន40 experience ជាមួយនឹង skill របស់គេដែលធ្វើឲ្យគេគុណ experience ចំនួននឹង2រួមថែមគេបានទទួល skill បុកថ្មីផងដែរដែលវាមានឈ្មោះថា Day Venom ហើយនឹងអាយុកាលចំនួន8ថ្ងៃ Shadow បានធ្វើការអាប់សៀលថ្មីនោះតែម្ដងដែលវាឡើងទៅដល់ថ្នាក់ Silver រួមទាំងវាបានឡើង level 2ផងដែរយើងបានឃើញមេបញ្ជាការរបស់ក្រុមមនុស្សមួយនោះត្រូវបានចាក់ទម្លុះខ្លួនដោយបិសាចមួយនោះបាទទៅហើយ Healing ក៏ខំព្យាបាលគាត់ផងដែរប៉ុន្តែគាត់បាននិយាយថាមិនបាច់ខ្វល់ពីខ្ញុំនោះទេអ្នកទាំងអស់គ្នាឆាប់រត់ទៅគ្រាប់ព្រួយមួយបានហោះត្រូវក្បាលរបស់បិសាចមួយនោះដែលវាជា skill Day Venom របស់ Shadow របស់យើងអ្នកទាំងពីរមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយតែមួយការវាប្រហារដែលធ្វើឲ្យមេនោះអស់ឈាមចំនួនពាក់កណ្ដាលក្រៅពីអស់ឈាមពាក់កណ្ដាល skill Venom ដីក៏បានដំណើរការធ្វើការជាប់ពឺហើយបួសឈាមមេនោះរហូតដល់ស្លាប់តែម្ដង Shadow បានបង្កដើម្បីទៅវាជាង 90% ដែលធ្វើឲ្យគាត់បាន skill ថ្មីរួមទាំងគាត់ឡើង level 3ផងដែរគាត់ទទួលបាន skill Evoke Point ចំនួន1រួមទាំងអាយុកាល55ថ្ងៃដុំពន្លឺពណ៌លឿងឬយើងហៅបានថាអាយុកាលត្រូវបានបាត់ចេញពីមុខរបស់តែងមួយនោះដែលធ្វើឲ្យគាត់បានងាកមើលចុះឡើងហើយក៏បានដឹងថាមានអ្នកជួយគាត់ដោយសម្ងាត់គាត់ក៏បានធ្វើការអស់គុណទៅកាន់បរិសម្នាក់នោះផងដែរកូនក្រុមរបស់គាត់បានសួរថាតើគាត់អាចនិយាយជាមួយបរិសម្នាក់នោះបានមែនទេក៏បានតបថាមិនមែននោះទេអ្នកទាំងអស់គ្នាក៏បានធ្វើដំណើរចាក់ចែងហើយពួកគេក៏បានប្រាប់ឈ្មោះពួកគេម្នាក់ម្ដងទៅកាន់ទូប្រុសរបស់យើងហើយគេបាននិយាយថាបានអ្នកត្រូវការជំនួយអីអ្នកអាចអែនមកខ្ញុំបានយើងបានឃើញដុំអាយុកាលនៅលើដៃរបស់ Shadow ហើយ Shadow បានកាត់ក្នុងចិត្តថាមើលទៅមេបញ្ជាការរបស់គេអាចទុកចិត្តបាន Shadow បានប្រើ Grandy Hand បានស្រូបយកអាយុកាលមួយនោះតែម្ដងដែលគាត់ទទួលបាន3 point skill Evo រួមទាំង skill ថ្មីផងដែរដែលវាគឺជាសម្ភារៈសម្រាប់ពាក់ដែលខ្ញុំច្រឡំហៅវាថា skill វាអាចការពារការវាយប្រហារចំនួន9ការពារចំនួនគ្រប់ធាតុទាំងអស់5និងបន្ថែមល្បឿននៃការ cooldown 15% ដែលវាមាន level 2 Shadow បាននិយាយថាប្រសិនបើមាន skill បុកកាន់តែច្រើនហើយវាពេញ inventory របស់ខ្ញុំនឹងធ្វើដំណើរទៅទីក្រុងហើយធ្វើការដោះដូរជាមួយនឹងអាយុជីវិតរបស់ពួកគេក្នុងជីវិតមួយនេះល្បឿននៃការលូតលាស់របស់ខ្ញុំគឺលឿនជាងជីវិតមុនរាប់រយដងខ្ញុំនឹងទៅរកអ្នកឆាប់នេះHello សួស្តីអ្នកទាំងអស់គ្នាចូលជាមួយខ្ញុំបាទ Fake ម៉ាំងម៉ាថ្ងៃនេះយើងនឹងបន្តសម្រាយសាច់រឿងគិតកោសម្មាកំណត់ទេភាពជាភាពបន្តចូលសាច់រឿងរបស់យើងតែម្ដងទៅព្រោះអត់មានអ្វីនិយាយច្រើននោះទេចង់និយាយថាអ្នកទាំងអស់គ្នាស្ដាប់លេងទៅនេះជាសម្លេងមេឃភ្លៀងតប៉ែឆុយហើយសម្រាយសាច់រឿងភ្លៀងរាល់ថ្ងៃភ្លៀងមិនចេះកាត់រត់ទៅសម្រាយរឿងមិនកើតខ្ញុំប្រាប់អ្នកទាំងអស់គ្នាថាដោយសារតែខ្ញុំធំឡងឆាត់ធ្វើឲ្យភ្លេចមើលហើយចេះសម្រាយទៅពីណាចាប់ពីនាទីប្រហែលទៅទេវារឿងប្លែកអញ្ចឹងហើយអញ្ចឹងអ្នកទាំងអស់គ្នាជួយខន្តីអភ័យទោសផងតចូលសាច់រឿងមែនតើ
កាត់មកដល់កន្លែងមួយនោះមួយក្រុមយើងបានឃើញពួកគេកំពុងតែប្រយុទ្ធគ្នាជាមួយនឹង3សាយហើយបុរសម្នាក់ក្នុងចំណោមពួកគេបាននិយាយថាយើងមិនអាចយកឈ្នះវាបានទេអ្នកទាំងអស់គ្នាឆាប់រត់ទៅពួកគេបានរៀបចំខ្លួនដើម្បីចាក់ចេញប៉ុន្តែយើងបានឃើញ3សាយមួយទៀតចេញមកបើកការវាបហាទៅកាន់អ្នកទាំងអស់គ្នាឲ្យស្លាប់ហើយរីស្ប៉ននៅកន្លែងកើតបាត់ទៅហើយបុរសក់ពណ៌លឿងបាននិយាយថាយើងត្រូវការមានល្បែ3បានអាចសម្លាប់វាបានក្នុងពេលនេះយើងត្រឹមតែល្បែ1តែប៉ុណ្ណោះបុរសដែលមានសក់ពណ៌ខ្មៅបាននិយាយទៅកាន់បុរសដែលមានសក់ពណ៌ក្រហមថាយ៉ាងហោចណាស់យើងត្រូវការចំនួនមនុស្ស6ទៅ15នាក់ប៉ុន្តែបុរសសក់ពណ៌ក្រហមបានប្រាប់ថាខ្ញុំប្រើវិធីនេះម្ដងហើយប៉ុន្តែមិនអាចយកឈ្នះជាមួយបាននោះទេដោយសារតែវាគឺជាបោកយើងបានឃើញក្រុមរបស់នារីម្នាក់នេះក៏បានជាស្ពនមកកន្លែងកើតវិញផងដែរពួកគេបានធ្វើការរអ៊ូរទាំដាក់គ្នាថាហ្គេមនេះពិបាកលេងខ្លាំងណាស់មិនដឹងពេលណាពួកគេលេងដល់ល្បែ3នោះទេពេលនោះកងក្រុមរបស់គេបាននិយាយថាឆាប់មើលទៅតារាងចំណាត់ថ្នាក់ទៅមានអ្នកឡើងល្បែ3ហើយនាងបានមើលទៅតារាងចំណាត់ថ្នាក់ហើយដឹងថាសាដូរបស់យើងឡើងល្បែ3ហើយនាងបានគិតថាតើហេតុអ្វីបានជាសាដូឡើងល្បែលឿនយ៉ាងនេះសូមប្រាប់អ្នកទាំងអស់គ្នាថាតើហេតុអ្វីបានជាពួកគេត្រូវការឡើងល្បែ3ពីព្រោះពេលដែលពួកគេឡើងល្បែ3ពួកគេនឹងមានកន្លែងលោកអ៊ីនចាក់ចេញពីខែមួយនេះប្រសិនបើពួកគេមិនឡើងល្បែ3នោះទេវាគ្មានកន្លែងឲ្យចាក់ចេញនោះទេមានតែប៉ុណ្្នឹងបើមិនយល់អត់បន្ទាប់មកនាងបាននិយាយថានាងនឹងស្វែងរកសាដូហើយឲ្យគេជួយអស់ល្បែរបស់នាងនឹងធ្វើការឲ្យប្រាក់ចំនួន10លានទៅកាន់គេបិសាចមួយនេះត្រូវបានបើកការវាបហាដោយសាដូជាមួយនឹង Skaven ដើម្បីរបស់គាត់ក្រៅពីសម្រាប់បិសាចនឹងរួចសាដូទទួលបាន80 experience Evoke Point ចំនួន1ហើយគាត់បាននិយាយថា Evoke Point របស់គាត់មិនគ្រប់គ្រាន់នោះទេគាត់ត្រូវការបន្ថែមទៀតសាដូបានប្រើ Evoke Point ចំនួន5អាប់ទៅកាន់ Grindy Hand របស់គាត់ទាំងអស់តែម្ដងសាដូបានគិតថា 100% វាមិនគ្រប់គ្រាន់នោះទេខ្ញុំត្រូវការ 200% សាដូបានភ្ញាក់ព្រោះអីយើងបានឃើញបងនោះបានធ្វើការដើរកាត់សាដូរបស់យើងតែម្ដងសាដូបានដឹងថាវាគឺជាបិសាចទឹកខ្ញុំឆ្ងល់ណាស់ថាបិសាចទឹកមិនដើរលើដីចឹងវាគឺជាបោះដែលមានថ្នាក់ប្រោនសាដូបាននិយាយយើងដឹងថាវាកំពុងវិវត្តខ្លួនទៅកាន់ថ្នាក់ Silver ប៉ុន្តែវាជាសំណាងក្ររបស់ខ្ញុំ slot របស់ខ្ញុំបានពេញទៅហើយទោះបីខ្ញុំស្លាប់វាក៏ខ្ញុំមិនអាចយកអ្វីបានផងដែរខ្ញុំត្រូវការទៅកន្លែងដើមហើយបង្កើតកន្លែងលក់មួយគាត់បានប្រើអេលីមសាដូដើម្បីធ្វើដំណើរទៅទីក្រុងកាលមកដល់ទីក្រុងយើងបានឃើញមនុស្សខ្លះកំពុងតែយំហើយមនុស្សខ្លះដូចជាធម្មតាអញ្ចឹងប៉ុន្តែពួកគេបានគិតដូចគ្នាថាពួកគេមិនអាចចាក់ចេញពីកន្លែងមួយនេះបាននោះទេដល់វាឡើងល្បែ3មិនអាចចាក់ចេញបានសាដូបានមិនដល់ក៏បានរកកន្លែងមួយហើយធ្វើការចុចលក់នៅកន្លែងនោះតែម្ដងហេងបែបនឹងមនុស្សទាំងអស់គ្នាមានការភាពឲ្យជាខ្លះហើយអ្នកខ្លះបាននិយាយថាគាត់អាចសម្លាប់បោះបានទៀតបានគាត់ធ្វើការដាក់លក់បែបនេះបានយើងបានឃើញនារីម្នាក់មានសក់ពណ៌ក្រហមបានចូលមកហើយសួរពី spell មួយផងដែរថាមានតម្លៃប្រមាណអីចឹងទៅប៉ុន្តែសាដូរបស់យើងបាននិយាយថាវាមិនគិតលើលុយនោះទេខ្ញុំត្រូវការតែអាយុកាលចំនួន100ថ្ងៃតែប៉ុណ្ណោះសម្រាប់ skill បុកមួយនេះនារីសក់ពណ៌ក្រហមនឹងបាននិយាយថា100ថ្ងៃអាយុកាលវាដូចជាច្រើនពេកហើយតើអ្នកអាចបញ្ចាំតម្លៃបានដែរឬទេសាដូរបស់យើងបានថប់ថា skill បុកមួយនេះវាមានតម្លៃខ្លាំងណាស់តម្លៃប៉ុណ្នេះខ្ញុំគិតថាវាថោកខ្លាំងហើយបន្ទាប់មកនាងបានសួរថាតើនាងអាចផ្ដល់ប្រាក់ទៅកាន់ពិភពលោកពិតចំនួនអាយុរបស់នាងបានដែរឬទេសាដូបានតវិញថាប្រសិនបើអ្នកមានលុយច្រើននៅក្នុងពិភពពិតតើអ្នកអាចយកលុយនឹងទិញជីវិតបានដែរឬទេនៅក្នុងពិភពមួយនេះហើយនាងបាននិយាយទៅកាន់សាដូថាសូមរងចាំមួយផ្លែនាងបានងាកមកហើយនិយាយជាមួយនឹងក្រុមរបស់នាងបានប្រាប់ថារឿងសំខាន់បំផុតសម្រាប់យើងនៅពេលនេះគឺចាក់ចេញពីកន្លែងមួយនេះពេលនេះយើងមានល្បែ2ហើយខ្វះតែមួយទៀតទេឬបែបហ្នឹងនាងបានតបថាមិនអីទេខ្ញុំនឹងផ្ដល់អាយុចំនួន100ទៅកាន់គាត់បន្ទាប់មកនាងក៏បានធ្វើការទិញ skill បុកមួយនោះតែម្ដងបានចំណាយ100ថ្ងៃអាយុកាលទៅកាន់សាដូរបស់យើងបានឃើញសាដូរបស់យើងទទួលបាន300អាយុកាលបាត់ទៅហើយ300ថ្ងៃតិច300ឆ្នាំយើងបានឃើញស៊ីចូលមកហើយនិយាយថាទីបំផុតខ្ញុំរកឃើញអ្នកហើយសាដូនាងបានធ្វើការនិយាយយ៉ាងលយទៅកាន់សាដូរបស់យើងថាជួយអលវែរបស់នាងទៅកាន់ល្បែ3នាងនឹងធ្វើការឲ្យលុយ10រៀលទៅកាន់គាត់ដោយសារតែសម្ដីលុយពេកសាដូរបស់យើងបាននិយាយថាខ្ញុំបដិសេធសំណាងមួយនេះនាងបានធ្វើការនិយាយជាច្រើនយ៉ាងលយទៀតប៉ុន្តែសាដូរបស់យើងបាននិយាយថាខ្ញុំនិយាយទៅវាខាត់ពេកលក់របស់ខ្ញុំណានាងនៅតែបន្តនិយាយលយដដែលសាដូរបស់យើងបាននិយាយថាមួយពាក្យចុងក្រោយបានអ្នកនៅតែរំខានខ្ញុំទៀតខ្ញុំនឹងដេញសម្លាប់ពួកអ្នកឲ្យសល់ជីវិតសូន្យតែម្ដងគាត់បានបញ្ចេញចំហាយសាដូរបស់គាត់ចាំដល់ការទៀតមនុស្សមួយក្រុមនឹងបានធ្វើការដាក់មេប្រយុទ្ធតែម្ដងការលួចរបស់សាដូបន្តទៅយ៉ាងយូរយើងបានឃើញអាយុកាលរបស់គាត់ពេលនេះគឺមាន500ថ្ងៃហើយបន្ទាប់មកគាត់បានប្រើសាដូបំបាំងកាយធ្វើការបំបាំងចេញពីអ្នកទាំងអស់គ្នាតែម្ដងក្រុមរបស់នាងបានរត់ពីសាដូយ៉ាងរហ័សរហោបបាត់ទៅហើយពិសេសគឺហត់នឹងតែម្ដងចង់ដាច់ខ្យល់នាងបានគិតថា Shadow បានបដិសេធជាមួយនឹងសំណើរបស់នាងបន្ថែមតែប៉ុណ្ណោះទេគាត់នៅហ៊ានដេញតាមសម្រាប់ពួកគេទៀតពេលដែលនាងត្រឡប់ទៅវិញនាងនឹងធ្វើការសងសឹកហើយសម្រាប់ Shadow តែម្ដងយើងបានឃើញបរិបម្នាក់ដើរចេញមកហើយគាត់បាននិយាយថាសួស្ដីបងអូនស្រី Lizzy ដែលម្នាក់ស្រីនឹងមានឈ្មោះថា Lizzy ឬបែបនឹងនាងមានការងឿឆ្ងល់ជាខ្លាំងថាហេតុអ្វីបានជាគាត់ស្គាល់ឈ្មោះរបស់នាង
อดบ้านแน่นอมครัวได้กอดบ้านพระชมือบอกก็ถามมาลีจงเนี่ยไอ้ให้ขยมถามมาบ้านบักข้าให้ชมือมันตระไอ้สมเนี่ยออกเนี่ยจีใส่การขยมพ้องโดยสารแต่วิจีเรื่องมังเขาให้ชมือจนยังมาใช้อ่านจังไงนะได้ปัจจุบันขยมมิ้นระบายปีขยมมิ้นวิธีสร้างดำใบทั่วไอ้ระบายระบอเนี่ยกันแต่การเลื่อนบาทลีสีบานสัวลีจงถาตาวิธีสร้างไว้เต๋อก็บ้านตอบถาเฉียดท่อมันนะขยมใจเรื่องนี้เต๋อมนุษย์หน้ามันเนี่ยนุเตะปันตาจับตั้งผิดเนี่ยเฉียบอ้นใส่ลีสีหอยดำใบบะฮันเพียสมาตรังระบอขยมหนึ่งปราบเวียนกันเนี่ยขยมมันประกอบถาลีสีนั่นคือเฉียบบงใส่คือเฉียบอ้นใส่ระบอก่อนนุเตะได้ซาดากรรมที่บอกแพ้ระบอกขยมบีแอร์จังนะจังมีบอกแพ้จังเมาตัวปีหาไปคลามืออัดโยไลน์นะโดยนี้สมเนี่ยออกนี่ไปเติมมาการขยมพ้องไอ้เรื่องนี้ประสันบาเนี่ยช่องล่างเลยประกอบได้ประสิทธิภาพเนี่ยเตะแต่ดักจำนวนก้นเลือกขณะดำบงระบอเนี่ยตึกกั้นเพียรหาระเบือระบอเนี่ยแต่งอ้อต่างตามเวทีนี่บ้านนี้ปีระเบือระบอยืนนั่งระเบือระบอใบสายมุ้ยหนุต้าเนี่ยกันอย่างไม่ได้หรือแบบนั่งลีสีมิ้นกาเพียบอาชีพคลังได้ผู้เก็บแปรวิธีด้วยเจียซาโดระบอยืนอันจังได้อัพบรรทุกจำนวนก้นสมบัติทางอ้อตึกกันอัควอลทีระบอกว่าหอยเนียงบ้านตบทามันไอเตต่อจุยบังการระเบิดระบอขยมลีสีบานนี้ถาปันใต้เนี่ยเหมือนคลังด้วยเจียซาโดนุเตขยมอาอ้อยเนี่ยเติมแต่พรำเหรียญใต้ปนนอต้าเนี่ยยุบรวมได้หรือตีกรอนตาจุยอัลเวระบอกขยมแต่การระเบิดใบขยมหนึ่งถ้วยกาประดับประแต่การเนี่ยลีจงบานตบทาขมิ้นปัญหาไว้นุเตตุใบซาโดคลังแมนปันใต้ก่อประหารจีเมียนปัญหาคุกบาหอยเมื่อเติมบ้านเจียดดับเลียนหอยได้แต่มันย่อตีซาโดบานถ้วยดำนาหมดเด้อกระไรบอลหนุบาตื้อหอยให้ก่อบ้านสำลังเติมเมื่อบอลหนุด้วยจีเลือกหมุนนั่งจังให้ก่อบานในยัยถาปีนี้ขยมขยร้องจำเวียติดนะซาโดบานถ้วยกาปราสเกเวนดำได้ก็เกี่ยระบอกกอดตรึกใบไซหนุ่มออชิมมวยกับโกพ้องได้กอดบ้านถ้วยกาดอทอยจีมวยหนึ่งสเกียระบอกกอดดอได้ซาโดเกิดอะไรอย่างดังถาบอกมวยในวีเมียนเชียมกุ้นหนึ่งปีจำพวกเมย์ใบสายท่อมดาคือเชียระบอกเวียมีจำนวนใบปอนเมื่อเติมใบสายมวยหนึ่งก็มันละงงนะพ้องได้เวียบ้านปราสเกระบอกเวียตึกบ้านเจ้ากระมได้แต่มันดำใบจับที่ต่างระบอกซาโดยืนปันตายซาโดยืนมันชอบเกียร์อ้อยเวียปราสเกจับที่ต่างระบอกกอดบานพ้องได้กอดบานกิจพอหายมาดอปีคราวขนมเวียบาดเตอร์ให้เมื่อเติมใบสายมวยหนึ่งด้วยจีจับที่ต่างระบอกซาโดบานเวียบ้านปราสเกระบอกเวียบ้านตึกซาโดแต่มันดปันตายซาโดบานกิจพอจีเหลือที่ปีซาโดมันบักกาเวียบหาเตอร์เวงเดอซาแต่กอดกำปงแต่รองจำสเกระบอกกอดคู่ดาวมาเวกเมื่อเติมใบสายมวยหนึ่งครูระบอกเวียมันสู้นุเตด้วยจีเวียกำปงแต่โยครูนั้นจากน้องเกรียนหนุ่มซาโดสเกระบอกกอดกับบานคู่ดาวมาเวกหายกอดบานที่ถาเวียดอเป้หายกอดบานตู้เติมบักกาเวียพาเจมุนสเกระบอกกอดดอกเชียวระบอกเวียตั้งกระตุนท่าดอกใบสายมวยหนึ่งกอดบานบักกาเวียพาเติมเวงพ้องได้ปันตายซาโดบานเกิดตึกปีคราวขนมระบอกเวียบาดเตอร์ให้ซาโดบานเกิดขนมชัดทาใบสายมวยนี่กำปงแต่จากต้นซอยจีมวยหนึ่งเชียร์ระบอกพี่เฮาจำดอกเปนะเตี๋ยซาโดบานตู้เติมบักกาเวียพาแต่การใบสายมวยหนึ่งอาจจะรอยใต้มาดอกกล้าวปีซาโดบานสำหรับโบนั่งรวยกอดตู้บ้านเอาไว้มีอย่างใดมีหน้าเสียระเบิดพ้องได้ร่วมเตียงบรรทุกบอสปีซาวจำนวนมาปอมรำใบรอยได้ทวีกวดหลังเติมแวบแรมร่วมเตียงเกียร์เอวงจำนวนบุญพ้องได้ให้อายุกาได้กอดตู้บ้านคือรอยมาไผ่บุญไงซาโดบานในยัยทาวิมันกลัวเจือตัวแต่ซอกกรอนแต่สลับโบนั่งมวยได้ทวีขยมบานอีวพรจำนวนบุญกว่าบ้านปรางกระเด็นดีแฮนทวีกาสรุปอายุกาหนูแต้มดองได้ทวีกว่าบานกุดอายุกาหนึ่งปีร่วมเตียงอีวพรจำนวนปีพ้องได้คือคนหนึ่งปีที่จะล้ำทางบุปีจ้าซาโดบานในยัยทากรอนแต่สลับโบได้มีธนาเสียระเบิดตายเปิ้ลได้ทวีขยมตัวบ้านอีวพรจำนวนดับปีร่วมเตียงอายุกาใบรอยจะสปีไถพ้องได้เพราะปอนบานโลดมองหายปรับทาได้ซาแต่ซาโดบ้านปรากระเด็นดีแฮนจีชดานได้ทวีเวียนล้างปีธนาเสียระเบิดตัวดอกธนาคงซาโดบ้านมือเตอระบอกได้คลุ้นไอ้ไว้โบนังที่เลี้ยหมอกหายเกาะบ้านในยิทาวีมีจำนวนพรำใบสลับระบอกขยมปัจจุบันมีแต่ดับลูกตีถ้าขยมกู้ตายสลับโบหายแต่หลับเต้าวิ่งดำใบลูกปูวีดาหรือตีเตเวียปัจจิกชักจีเปไปนะขยมสังคมทาระบอกทำไมระบอกขยมเป้ได้ขยมสลับใบไซเตอร์เวียนังแต่หลับเมาจีนตกหรือเอาไว้มวยได้ไอ้มังก้าสลับระบอกขยมบานซาโดบานเพียบเปบาสลับโยดดมพลือป้อเรื่องหนูหายเกาะบ้านในยิทานี่คือปัญตายสักเรื่องบางการมันด้กันไหลตีกรองบาดเต้ห้อยยังบางเคยไม่ใช่เนี่ยเนียงบานในยิทาตีบำพอดขยมบานทั่วเวียนรูหลังไว้ห้อยได้พวกเกคือจิกรมนุษย์ได้ซาโดระบอกยังบ้านช่วยไปเป้หมุนพวกเกบ้านในยิทาตีบำพอดพวกเกเชนดอลแวะใบหอยพวกเกบานทั่วกาออกคนแต่กันไม่กรมระบอกเกไม่กรมพวกเกกับบานทั่วกาดักหลุนพองไหนหาในยิทาเมาไปยังทั่วกาเงียกรมบ้านอ่อนนุเตบายังเชนดอเปมุ้ยนี่พวกเกบานทั่วกาในยิคเนียจีชรังเตียได้ขยมสมเรือรอบนุเตดาราจำนัดธนาตระบานอัปเดตมาดองเตียเนี่ยจะออกเนียมิ้นเก่าเพียบจีขลังเราไปเดินถาซาโดระบอกยังหลังเตอร์แวะปรามมันได้อานาแวะใบมาเพลหลังเตอร์แวะปราม
5នោះទេ leader របស់គេបានប្រាប់កូនក្រុមរបស់គេថាកុំកិតពីខែមនេះយូរពេកអីតោះយើងចេញទៅក្រៅហើយប្រាប់គ្រួសាររបស់យើងអំពីរឿងមួយនេះបន្ទាប់មកពួកគេក៏បានធ្វើការបើកផ្ទាំង Windows ហើយចុចកន្លែងចាក់ចែកយើងបានឃើញវ៉ាំណាបានភ្ញាក់ពីដំណេករបស់គេដែលគេគឺជា leader របស់ក្រុមមនុស្សដែលបានចាក់ចេញពីខែមបាញ់មិញនេះតែខ្ញុំសឹមហៅគាត់ថាបងម៉េងតែម្ដងទៅព្រោះអីឈ្មោះចិនខ្ញុំពិបាកអានខ្លាំងណាស់យើងបានឃើញមនុស្សប្រមាណអ្នកនោះទេដូចជា4នាក់អញ្ចឹងដែលគេមានការបារម្ភទៅកាន់បងប្រុសម៉េងរបស់យើងជាខ្លាំងហើយនិយាយថាអ្នកបានរលាយខ្លួនណាលើបែបនឹងបងម៉េងរបស់យើងក៏មានការភ្ញាក់ផ្អើលផងដែរហើយក៏បាននិយាយថាឆាប់រញាប់ឡើងផ្ដល់ព័ត៌មានទៅកាន់ក្រុមរបស់យើងដែលសមត្ថភាពរបស់បងម៉េងរបស់យើងក៏មិនធម្មតាផងដែរគាត់គឺជាប៉ូលីសគាត់បានរៀបរាប់រឿងទាំងអស់ទៅប្រាប់ក្រុមរបស់គាត់រួមទាំងក៏បាននិយាយថាមានអ្នកលេងមួយដែលមានឈ្មោះថាសាដូពេលដែលគាត់បានមកជួយសង្គ្រោះខ្ញុំ level របស់គាត់ត្រឹមតែ3តែប៉ុណ្ណោះប៉ុន្តែក៏បានលុបផ្លោះពី level 3ទៅកាន់ level 5វាពិតជាមិនគួរឲ្យជឿនោះទេលើបែបហ្នឹងបរិសម្នាក់ក្នុងចំណោមពួកគេបាននិយាយថាតើបរិសម្នាក់នឹងធ្វើបានយ៉ាងដូចម្តេចទៅបងម៉េងរបស់យើងបានតបថាប្រហែលជាគាត់បានស្លាប់បរិសម្នាក់ទៀតបានឆ្ងល់ថាសាដូរបស់យើងបានឡើងទៅ level 3កាលពីកន្លះម៉ោងមុនហើយដើម្បីបានជាគាត់មិនវិលត្រឡប់មកភពផែនដីពិតរបស់គាត់អញ្ចឹងតើគាត់មិនប្រាប់រឿងនេះទៅគ្រួសាររបស់គាត់ទេបងម៉េងរបស់យើងបានតបថាគាត់ក៏មិនដឹងដែរប្រហែលជាគាត់ជាកូនកំព្រាហើយមើលទៅនារីម្នាក់ក្នុងចំណោមពួកគេបាននិយាយថាតើសាដូម្នាក់នោះមិនមែនជាអ្នកផ្លាស់ប្ដូរទេគាត់ផ្លាស់ប្ដូរពីក្មេងកំព្រាហើយខ្លាចទៅជាអ្នកខ្លាំងយ៉ាងឆាប់រហ័សបន្ទាប់មកនាងបានសួរអ្នកទាំងអស់គ្នាថាតើខ្ញុំនិយាយត្រឹមត្រូវដែរឬទេបរិសម្នាក់ដែលនៅគៀតនាងដូចជាមានផ្កាយពីក៏បាននិយាយថាអានយូខ្ញុំប្រាប់នាងហើយថាកុំឲ្យសូវអានរឿងប្រឡំលោកច្រើនពេកខេងទេរឿងធ្ងន់ធ្ងរបែបនេះអ្នកនិយាយមកឲ្យចេញកំ ប្លែងអីណាអ្នកទាំងអស់គ្នាបានធ្វើការនិយាយគ្នាជាច្រើនតែម្ដងតែខ្ញុំសូមមិនរាប់នោះទេដោយសារតែវាដូចជាក្បាលសាច់រឿងរបស់យើងអញ្ចឹងនិយាយជាមួយនឹងខេមបោះបង់ចោលដោយព្រះនេះទាំងអស់ហើយពួកគេបានសម្រេចចិត្តបង្កើតក្រុមមួយដើម្បីចូលក្នុងខេមមួយនោះឲ្យពួកគេខ្លាំងអីចឹងទៅកាត់មកដល់សាលាវិញយើងបានឃើញសិស្សពីរនាក់បាននិយាយពីខេមមួយនោះផងដែរដែលគេថាមនុស្សចាស់ពេលដែលបានគេងមួយផ្លែទៅពួកគេអាចនឹងស្លាប់ដោយសារតែពួកគេអាយុច្រើនហើយស្លាប់នៅក្នុងខេមទៀតដែលធ្វើឲ្យអាយុកាលរបស់គេសល់សូន្យគឺស្លាប់តែម្ដងសៀវយូបានអង្គុយគិតមួយផ្លែតអំពីបងប្រុសរបស់គេថាប្លែកអីចឹងទៅបន្ទាប់មកដល់កន្លែងសាច់រឿងដែលខ្ញុំត្រូវកាត់ចោលដែរអ្នកទាំងអស់គ្នាអាចមើលរូបភាពបានឲ្យខ្លួនឯងទៅព្រោះវាអសរច្រើនពេកខ្ជិលរៀបរាប់ខ្លាំងណាស់មួយណាតួអង្គសៀវយូនេះគឺជាតួអង្គជាតិអាក្រក់ចឹងខ្ញុំខ្ជិលរៀបរាប់ខ្លាំងណាស់ព្រោះតួអង្គអត់ប្រយោជន៍ផងនៅកន្លែងសាដូក៏បាននិយាយថានេះគឺជាប៉ុន្តែប្រព័ន្ធបានប្រាប់យើងមុនទៅហើយថាវាគឺជាជំនឿមន្តសាដែលមានឋានៈគោលឯណោះដែលវាបូកធៀងងឹតចំនួន26ព្រមទាំងវឹកភ័ណ្ឌចំនួន 0.1 ផងដែរសាដូបាននិយាយថាជំនឿមន្តសានេះវាស្មើនឹងមនុស្សដែលមាន level 3 ចំនួន1នាក់ព្រមទាំងការចាប់ផ្ដើមប្រើវាដំបងវឹកភ័ណ្ឌវាធ្វើការគុណឲ្យ 1.5 គីរបស់គាត់ត្រូវបានអាប់ក្រេតម្ដងទៀតដែរអ្នកនរគ្នាអាចមើលខ្លួនឯងបានខ្ចបកប្រែខ្លាំងណាស់មើលស្គីមួយនឹងរួចសាដូបាននិយាយថាស្គីនេះពិតជាល្អអាចឲ្យខ្ញុំវាប្រហាររួមទាំង teleport ហើយគេនៅមើលមិនឃើញទៀតរៀមភ្លាមតែម្ដងសាដូបានប្រើ Green Day Hand ស្រូបយកគេមួយនោះរួមទាំងគាត់ប្រើ Evo Point អស់8ផងដែរអាប់ទៅកាន់ Green Day Hand របស់គាត់ដែល Green Day Hand របស់គាត់ឡើងទៅដល់ថ្នាក់ Diamond បាត់ទៅហើយដែលសមត្ថភាពរបស់វាឥឡូវនេះឡើងដល់220រួមទាំងការត្រោបរបស់ល្អមានចំនួន 40% បន្ទាប់មកសាដូបានប្រើ Evo Point ចំនួន3ទៀតអាប់ទៅកាន់ Skill ថ្មីរបស់គាត់ដែលត្រូវតែរៀនហើយអំបីមីនេះឡើងពីថ្នាក់ Silver ទៅ Gold រួមទាំងទៅ Diamondផងដែរឲ្យច្រឡំផ្លាទីនំដែរនិយាយត្រួសអំពីសមត្ថភាពរបស់ Skinny បន្តិចវាអាចចាប់គោលដៅរបស់យើងចំនួន17ម៉ែត្ររួមទាំងពេលដែលវាប្រហែលទៅធ្វើឲ្យយើងបាំងកាយចំនួន7វិនាទីហើយនឹងដើម្បីគុណទ្វេដងប្រាប់តែប៉ុណ្្នឹងបានខ្ចីរៀបរាប់ច្រើនវាលោវែងដល់ហើយសាដូបានឆ្កត់ថាហេតុអ្វីបានជាគូដៅរបស់វាមិនផ្លាស់ប្ដូរអញ្ចឹង12 second នៅតែ12 second ដល់ដែរគាត់បានមើលទៅអីវ៉ាន់របស់គាត់ទាំងអស់ហើយក៏បាននិយាយថារបស់ណាដែលមិនមានប្រយោជន៍ខ្ញុំនឹងយកវាទៅលក់តែម្ដងសាដូបានធ្វើដំណើរទៅមុខគាត់ក៏បានលឺសំឡេងបិសាចពេលនោះបិសាចក្បាលបានចេញមកចង់បើកការវិភាគទៅកាន់សាដូប៉ុន្តែគាត់បានប្រើស្គីថ្មីរបស់គាត់ដែលទទួលបានភ្លាមនោះបើកការវិភាគទៅកាន់បិសាចទាំងអស់នោះឲ្យចេះរយតែម្ដងការសម្លាប់បិសាច level 4នោះទទួលបានតែពងបទពិសោធន៍ចំនួន80រួមទាំងអាយុកាល5ថ្ងៃតែប៉ុណ្ណោះសាដូបាននិយាយថាគាត់ត្រូវការអាយុកាលយ៉ាងហោចណាស់900ថ្ងៃគាត់ត្រូវតែយកស្គីបុករបស់គាត់អស់ប្រយោជន៍ទៅលក់ទីក្រុងដើម្បីទទួលបានអាយុកាលដែលតាមបរិមាណដែលគាត់ចង់បានក្រៅពីអាយុកាលរបស់ខ្ញុំបាន900ថ្ងៃគោលដៅរបស់ខ្ញុំនៅសល់តែមួយទៀតតែប៉ុណ្ណោះគឺឡើងទៅ level 10ពេលនោះដែលធ្វើឲ្យខ្ញុំអាចប្រើស្គីរបស់ខ្ញុំទៅកាន់ពិភពលោកពិតបាននេះហើយជាអ្វីដែលសាដូរបស់យើងចង់ឡើង level 10លឿនមែនទែនដោយសារតែគាត់អាចប្រើស្គីរួមទាំងធម្មពលទាំងអស់ទៅកាន់ពិភពលោកពិតរបស់គាត់បានចឹងនិយាយថាវីដេអូនេះគឺជាវីដេអូចុងក្រោយចំពោះ channel នេះដោយសារវាមានបញ្ហាមួយ YouTube អីចឹងណាបើអ្នកទាំងអស់គ្នាចង់មើលភាពបន្តអីអាចមើលនៅក្នុង channel មួយទៀតបានដែលនៅក្នុង channel របស់ខ្ញុំគ្រាន់តែអ្នកទាំងអស់គ្នាចូល channel របស់ខ្ញុំអស់ទៅខាងក្រោមទៅនឹងមាន channel មួយទៀតអញ្ចឹងណាខ្ញុំថាអ្នកទាំងអស់គ្នានឹងចូលមើល channel ថ្មីបានច្រើនហើយសារបានច្រើនអញ្ចឹងណាដូចតែបានប្រាប់អញ្ចឹងថាត្រៀមខ្លួនទៅរឿងនៅក្នុង
channel ថ្មីតិចមើល channel ចាអត់ឃើញទេដោយសារតែវាមានបញ្ហាមួយ YouTube ចង់និយាយចឹងអត់សូវចេះនិយាយច្រើនដូចគេទេតែអ្នកនរគ្នាអាចមើលខ្លួនឯងបានថានេះវាជាប់ប៉ិតៗហ្មង Hello សួស្តីអ្នកនរគ្នាជួយជាមួយខ្ញុំបាទ Fake ម៉ាំងម៉ាថ្ងៃនេះយើងនឹងបន្តសម្រាយសាច់រឿងគិតកោសមោកំណត់ទេភាពជាភាពបន្តតចូលសាច់រឿងរបស់យើងតែម្ដងទៅព្រោះអត់មានអ្វីនិយាយច្រើននោះទេចង់និយាយថាអ្នកនរគ្នាស្ដាប់លេងៗទៅនេះជាសម្លេងមេឃភ្លៀងតប៉ែឆុយឲ្យសម្រាយសាច់រឿងភ្លៀងរាល់ថ្ងៃភ្លៀងមិនចេះកាត់រត់ទៅសម្រាយរឿងមិនកើតខ្ញុំប្រាប់អ្នកនរគ្នាថាដោយសារតែខ្ញុំធំឡងឆាត់ធ្វើឲ្យភ្លេចមើលហើយចេះសម្រាយទៅពីណាចាប់2នាទីប្រហែលទៅទេវារឿងប្លែកអញ្ចឹងហើយអញ្ចឹងអ្នកនរគ្នាជួយខន្តីអភ័យទោសផងតចូលសាច់រឿងមែនតើកាត់មកដល់កន្លែងមួយនោះមួយក្រុមយើងបានឃើញពួកគេកំពុងតែប្រយុទ្ធគ្នាជាមួយនឹងបិសាចហើយបុរសម្នាក់ក្នុងចំណោមពួកគេបាននិយាយថាយើងមិនអាចយកឈ្នះវាបានទេអ្នកនរគ្នាឆាប់រត់ទៅពួកគេបានរៀបចំខ្លួនដើម្បីចាចេញប៉ុន្តែយើងបានឃើញបិសាចមួយទៀតចេញមកបើកការវាបហាទៅកាន់អ្នកនរគ្នាឲ្យស្លាប់ហើយរីស្ពននៅកន្លែងកើតបាត់ទៅហើយបុរសក់បលឿងបាននិយាយថាយើងត្រូវការមានល្បែ3បានអាចសម្លាប់វាបានក្នុងពេលនេះយើងត្រឹមតែល្បែ1តែប៉ុណ្ណោះបុរសដែលមានសពពណ៌ខ្មៅបាននិយាយទៅកាន់បុរសដែលមានសពពណ៌ក្រហមថាយ៉ាហើយណាយើងត្រូវការចំនួនមនុស្ស6ទៅ15នាក់ប៉ុន្តែបរិស័ទពណ៌ក្រហមបានប្រាប់ថាខ្ញុំប្រើវិធីនេះម្ដងហើយប៉ុន្តែមិនអាចយកឈ្នះជាមួយវាបាននោះទេដោយសារតែវាគឺជាបោកយើងបានឃើញក្រុមរបស់នារីម្នាក់នេះក៏បានជាស្ពនមកកន្លែងកើតវិញផងដែរពួកគេបានធ្វើការរអ៊ូរទាំដាក់គ្នាថាខែនេះពិបាកលេងខ្លាំងណាស់មិនដឹងពេលណាពួកគេលេងដល់ល្បែ3នោះទេពេលនោះកងក្ររបស់គេបាននិយាយថាឆាប់មើលទៅតារាងចំណាត់ថ្នាក់ទៅមានអ្នកឡើងល្បែ3ហើយនាងបានមើលទៅតារាងចំណាត់ថ្នាក់ហើយដឹងថាសាដូរបស់យើងឡើងល្បែ3ហើយនាងបានគិតថាតើហេតុអ្វីបានជាសាដូឡើងល្បែលឿនយ៉ាងនេះសូមប្រាប់អ្នកទាំងអស់គ្នាថាតើហេតុអ្វីបានជាពួកគេត្រូវការឡើងល្បែ3ពីព្រោះពេលដែលពួកគេឡើងល្បែ3ពួកគេនឹងមានកន្លែងលុកអ៊ីនចាក់ចេញពីខែមួយនេះប្រសិនបើពួកគេមិនឡើងល្បែ3នោះទេវាគ្មានកន្លែងឲ្យចាក់ចេញនោះទេមានតែប៉ុណ្្នឹងបើមិនយល់អត់បន្ទាប់មកនាងបាននិយាយថានាងនឹងស្វែងរកសាដូហើយគេជួយអស់ល្បែរបស់នាងធ្វើការឲ្យប្រាក់ចំនួន10លានទៅកាន់គេបិសាចមួយនេះត្រូវបានបើកការវាបហាដោយសាដូជាមួយនឹង skill random ដីរបស់គាត់ក្រៅពីសម្រាប់បិសាចនឹងរួចសាដូទទួលបាន80 experience evil point ចំនួន1ហើយគាត់បាននិយាយថា evil point របស់គាត់មិនគ្រប់គ្រាន់នោះទេគាត់ត្រូវការបន្ថែមទៀតសាដូបានប្រើ evil point ចំនួន5 up ទៅកាន់ green d hand របស់គាត់ទាំងអស់តែម្ដងសាដូបានគិតថា 100% វាមិនគ្រប់គ្រាន់នោះទេខ្ញុំត្រូវការ 200% សាដូបានភ្ញាក់ព្រោះអីយើងបានឃើញបងនោះបានធ្វើការដើរកាត់សាដូរបស់យើងតែម្ដងសាដូបានដឹងថាវាគឺជាបិសាចទឹកខ្ញុំឆ្ងល់ណាស់ថាបិសាចទឹកមិនដើរលើដីចឹងវាគឺជាបោះដែលមានថ្នាក់ប្រោនសាដូបាននិយាយយើងដឹងថាវាកំពុងវិវត្តខ្លួនទៅកាន់ថ្នាក់ silver ប៉ុន្តែវាជាសំណាងក្ររបស់ខ្ញុំ slot របស់ខ្ញុំបានពេញទៅហើយទោះបីខ្ញុំស្លាប់វាក៏ខ្ញុំមិនអាចយកអ្វីបានផងដែរខ្ញុំត្រូវការទៅកន្លែងដើមហើយបង្កើតកន្លែងលក់មួយគាត់បានប្រើអេលីបសាដូដើម្បីធ្វើដំណើរទៅទីក្រុងកាលមកដល់ទីក្រុងយើងបានឃើញមនុស្សខ្លះកំពុងតែយំហើយមនុស្សខ្លះដូចជាធម្មតាអញ្ចឹងប៉ុន្តែពួកគេបានគិតដូចគ្នាថាពួកគេមិនអាចចាក់ចេញពីកន្លែងមួយនេះបាននោះទេដល់វាឡើងល្បែ3មិនអាចចាក់ចេញបានសាដូបានមិនដល់ក៏បានរកកន្លែងមួយហើយធ្វើការចុចលក់នៅកន្លែងនោះតែម្ដងហើយបែបហ្នឹងមនុស្សទាំងអស់គ្នាមានការភាពឲ្យជាខ្លះហើយអ្នកខ្លះបាននិយាយថាគាត់អាចសម្លាប់បោះបានទៀតបានគាត់ធ្វើការដាក់លក់បែបនេះបានយើងបានឃើញនារីម្នាក់មានសពណ៌ក្រហមបានចូលមកហើយសួរពី spell មួយផងដែរថាមានតម្លៃប្រមាណអីចឹងទៅប៉ុន្តែសាដូរបស់យើងបាននិយាយថាវាមិនគិតលើលុយនោះទេខ្ញុំត្រូវការតែអាយុកាលចំនួន100ថ្ងៃតែប៉ុណ្ណោះសម្រាប់ skill បុកមួយនេះនារីសពណ៌ក្រហមនឹងបាននិយាយថា100ថ្ងៃអាយុកាលវាដូចជាច្រើនពេកហើយតើអ្នកអាចបញ្ចុះតម្លៃបានដែរឬទេសាដូរបស់យើងបានថប់ថា skill បុកមួយនេះវាមានតម្លៃខ្លាំងណាស់តម្លៃប៉ុណ្នេះខ្ញុំគិតថាវាថោកខ្លាំងហើយបន្ទាប់មកនាងបានសួរថាតើនាងអាចផ្ដល់ប្រាក់ទៅកាន់ពិភពលោកពិតចំនួនអាយុរបស់នាងបានដែរឬទេសាដូបានតវិញថាប្រសិនបើអ្នកមានលុយច្រើននៅក្នុងពិភពពិតតើអ្នកអាចយកលុយនឹងទិញជីវិតបានដែរឬទេនៅក្នុងពិភពមួយនេះហើយនាងបាននិយាយទៅកាន់សាដូថាសូមរងចាំមួយផ្លែនាងបានងាកមកហើយនិយាយជាមួយនឹងក្រុមរបស់នាងបានប្រាប់ថារឿងសំខាន់បំផុតសម្រាប់យើងនៅពេលនេះគឺចាក់ចេញពីកន្លែងមួយនេះពេលនេះយើងមានល្បែ2ហើយខ្វះតែមួយទៀតទេឬបែបហ្នឹងនាងបានតបថាមិនអីទេខ្ញុំនឹងផ្ដល់អាយុចំនួន100ទៅកាន់គាត់បន្ទាប់មកនាងក៏បានធ្វើការទិញ skill បុកមួយនោះតែម្ដងបានចំណាយ100ថ្ងៃអាយុកាលទៅកាន់សាដូរបស់យើងបានឃើញសាដូរបស់យើងទទួលបាន300អាយុកាលបាត់ទៅហើយ300ថ្ងៃតិច300ឆ្នាំយើងបានឃើញស៊ីចូលមកហើយនិយាយថាទីបំផុតខ្ញុំរកឃើញនេះហើយសាដូនាងបានធ្វើការនិយាយយ៉ាងលយទៅកាន់សាដូរបស់យើងថាជួយអាល់វ៉េរបស់នាងទៅកាន់ល្បែ3នាងនឹងធ្វើការឲ្យលុយ10លានទៅកាន់គាត់ដោយសារតែសម្ដីលុយពេកសាដូរបស់យើងបាននិយាយថាខ្ញុំបដិសេធសំណាងមួយនេះនាងបានធ្វើការនិយាយជាច្រើនយ៉ាងលយទៀតប៉ុន្តែសាដូរបស់យើងបាននិយាយថាខ្ញុំនិយាយទៅវាខាត់ពេកលក់របស់ខ្ញុំណានាងនៅតែបន្តនិយាយលយដោះដែរសាដូរបស់យើង
ងបាននិយាយថាមួយពីចុងក្រោយបានអ្នកនៅតែរំខានខ្ញុំទៀតខ្ញុំនឹងដេញសម្លាប់ពួកអ្នកឲ្យសល់ជីវិតសូន្យតែម្ដងគាត់បានបញ្ចេញចំហាយសាដូរបស់គាត់ចាំដល់ការទៀតមនុស្សមួយក្រុមនឹងបានធ្វើការដាក់មេប្រយរត់តែម្ដងការលួចរបស់សាដូបន្តទៅយ៉ាងយូរយើងបានឃើញអាយុកាលរបស់គាត់ពេលនេះគឺមាន500ថ្ងៃហើយបន្ទាប់មកគាត់បានប្រើសាដូបំបាំងកាយធ្វើការបំបាំងចេញពីអ្នកទាំងអស់គ្នាតែម្ដងក្រុមរបស់នាងបានរត់ពីសាដូយ៉ាងរហ័សរហោបបាត់ទៅហើយពិសេសគឺហត់នឹងតែម្ដងចង់ដាច់ខ្យល់នាងបានគិតថា Shadow បានបដិសេធជាមួយនឹងសំណើរបស់នាងបន្ថែមតែប៉ុណ្ណោះទេគាត់នៅហ៊ានដេញតាមសម្រាប់ពួកគេទៀតពេលដែលនាងត្រឡប់ទៅវិញនាងនឹងធ្វើការសងសឹកឲ្យសម្រាប់ Shadow តែម្ដងយើងបានឃើញបរិបម្នាក់ដើរចេញមកហើយគាត់បាននិយាយថាសួស្ដីបងអូនស្រី Lizzy ដែលម្នាក់ស្រីនឹងមានឈ្មោះថា Lizzy ឬបែបនឹងនាងមានការងឿឆ្ងល់ជាខ្លាំងថាហេតុអ្វីបានជាគាត់ស្គាល់ឈ្មោះរបស់នាងគាត់បានណែនាំខ្លួនដោយគាត់បានប្រាប់ឈ្មោះរបស់គាត់ថាម៉ៅលីជុងអ្នកអាចហៅខ្ញុំថាម៉ៅបានបើការហៅឈ្មោះមិនត្រូវអីសូមអ្នកទាំងអស់គ្នាអធិស្ឋានមកកាន់ខ្ញុំផងដោយសារតែវាជារឿងម៉ាំងហោះហើយឈ្មោះចិនខ្ញុំមិនចេះអានអញ្ចឹងណាដែលបច្ចុប្បន្នខ្ញុំមាន level 2ខ្ញុំមានវិធីសាស្ត្រដើម្បីធ្វើឲ្យ level របស់អ្នកកាន់តែកើនលឿនបានលីស៊ីបានសួរលីជុងថាតើវិធីសាស្ត្រអ្វីទៅក៏បានតបថាជាធម្មតាខ្ញុំមិនចែករឿងនេះទៅមនុស្សណាម្នាក់នោះទេប៉ុន្តែចាប់តាំងពីអ្នកជាប្អូនស្រីលីស៊ីហើយដើម្បីបង្ហាញភាពស្មោះត្រង់របស់ខ្ញុំនឹងប្រាប់វាកាន់អ្នកខ្ញុំមិនប្រកាសថាលីស៊ីនឹងគឺជាបងស្រីគឺជាប្អូនស្រីរបស់គាត់នោះទេដោយសារតែកម្មវិធីបបផែរបស់ខ្ញុំវា error អញ្ចឹងណាអញ្ចឹងវាបបផែចេញមកទៅពីពេលខ្លះមើលអត់យល់ដែរនឹងដូចនេះសូមអ្នកទាំងអស់គ្នាអភ័យទោសមកកាន់ខ្ញុំផងហើយលើកនេះប្រសិនបើអ្នកចង់ឡើង level ប្រកបដោយប្រសិទ្ធភាពអ្នកត្រូវតែដាក់ចំណុចគុណលក្ខណៈដំបូងរបស់អ្នកទៅកាន់ភាពរហ័សរបឿនរបស់អ្នកទាំងអស់ទៅតាមវិធីនេះបាននិយាយពីលបឿនរបស់យើងនិងលបឿនរបស់បិសាចមួយនោះតើអ្នកគិតយ៉ាងម៉េចដែរលើបែបនឹងលីស៊ីមានការភ្ញាក់អាជាខ្លាំងដែលពួកគេប្រើវិធីដូចជាសាដូរបស់យើងអញ្ចឹងដែលអាប់បន្ទុកចំណុចគុណសម្បត្តិទាំងអស់ទៅកាន់ quality របស់គាត់ហើយនាងបានតបថាមិនអីទេតោះជួយបង្កើន level របស់ខ្ញុំលីស៊ីបាននិយាយថាប៉ុន្តែអ្នកមិនខ្លាំងដូចជាសាដូនោះទេខ្ញុំអាចឲ្យអ្នកត្រឹមតែ5លានតែប៉ុណ្ណោះតើអ្នកយល់ព្រមដែរឬទេគ្រាន់តែជួយ level របស់ខ្ញុំទៅកាន់ level 3ខ្ញុំនឹងធ្វើការផ្ដោតប្រាក់ទៅកាន់អ្នកលីជុងបានតបថាគ្មានបញ្ហាអ្វីនោះទេទោះបីសាដូខ្លាំងមែនប៉ុន្តែក៏ប្រហែលជាមានបញ្ហាខួរក្បាលហើយមើលទៅបានជា10លានហើយនៅតែមិនយកទៀតសាដូបានធ្វើដំណើរមកដល់កន្លែងបងនោះបាត់ទៅហើយក៏បានសម្លឹងទៅមើលបងនោះដូចជាលើកមុនអញ្ចឹងហើយក៏បាននិយាយថាពេលនេះខ្ញុំខ្យល់រងចាំវាទៀតណាសាដូបានធ្វើការប្រាស្កេវែនដើម្បីគប់គៀរបស់គាត់ត្រឹកបិសាញនោះអស់ជាមួយកកោផងដែរគាត់បានធ្វើការដកថយជាមួយនឹងស្គីរបស់គាត់ដូចដែរសាដូគិតឲ្យយើងដឹងថាបោះមួយនេះវាមានឈាមគុណនឹង2ចំពោះមេបិសាចធម្មតាគឺជារបស់វាមានចំនួន3000មើលទៅបិសាចមួយនឹងក៏មិនល្ងងណាស់ណាផងដែរវាបានប្រើស្គីរបស់វាទៅបាញ់ចូលក្រោមដីតែម្ដងដើម្បីចាប់ទីតាំងរបស់សាដូយើងប៉ុន្តែសាដូយើងមិនឈោះឆ្កៀមឲ្យវាប្រើស្គីចាប់ទីតាំងរបស់គាត់បានផងដែរគាត់បានកិច្ចផតហើយមកដល់ពីក្រោយខ្នងវាបាត់ទៅហើយមើលទៅបិសាចមួយនឹងដូចជាចាប់ទីតាំងរបស់សាដូបានវាបានប្រើស្គីរបស់វាបាញ់ទៅសាដូតែម្ដងប៉ុន្តែសាដូបានកិច្ចផតជាលើកទី2សាដូមិនបើកការវាបហាទៅវិញដោយសារតែគាត់កំពុងតែរងចាំស្គីរបស់គាត់ខូដោនមកវិញមើលទៅបិសាចមួយនោះខ្លួនរបស់វាមិនស្រួលនោះទេដូចជាវាកំពុងតែញ័រខ្លួនអញ្ចឹងក្នុងគ្រានោះសាដូស្គីរបស់គាត់ក៏បានខូដោនមកវិញហើយក៏បាននិយាយថាវាដល់ពេលហើយក៏បានស្ទុះទៅបើកការវាបហាជាមួយនឹងស្គីរបស់គាត់ដកឈាមរបស់វាតាំងកទួនតាមដងបិសាចមួយនឹងក៏បានបើកការវាបហាទៅវិញផងដែរប៉ុន្តែសាដូបានកិច្ចទៅពីក្រោយខ្នងរបស់វាបាត់ទៅហើយសាដូបានកិច្ចក្នុងចិត្តថាបិសាចមួយនេះកំពុងតែចោះទន់សោយជាមួយនឹងឈាមរបស់វាហើយចាំដល់ពេលណាទៀតសាដូបានស្ទុះទៅបើកការវាបហាទៅកាន់បិសាចមួយនោះអាចរយតែម្ដងក្រោយពីសាដូបានសម្លាប់បោនឹងរួចគាត់ទទួលបានអ្វីម្យ៉ាងដែលមានថ្នាក់ Silver ផងដែររួមទាំងបន្ទុកបោះពិសោធន៍ចំនួន1800ដែលធ្វើឲ្យគាត់ឡើងទៅ level 5រួមទាំង Skill Evo ចំនួន4ផងដែរហើយអាយុកាលដែលគាត់ទទួលបានគឺ124ថ្ងៃសាដូបាននិយាយថាវាមិនគួរឲ្យជឿទាល់តែសោះគ្រាន់តែសម្លាប់បោនឹងមួយដែលធ្វើឲ្យខ្ញុំបាន Evo ផាន់ចំនួន4គាត់បានប្រើ Grandy Hand ធ្វើការសរុបយកអាយុកាលនោះតែម្ដងដែលធ្វើឲ្យគាត់បានគុណអាយុកាលនឹង2រួមទាំង Evo ផាន់ចំនួន2ផងដែរគឺគុណនឹង2តិចច្រឡំថាបូក2ចុះសាដូបាននិយាយថាគ្រាន់តែសម្លាប់បោដែលមានថ្នាក់ Silver តែប៉ុណ្ណោះដែលធ្វើខ្ញុំទទួលបាន Evo ផាន់ចំនួន12រួមទាំងអាយុកាល372ថ្ងៃផងដែរប្រព័ន្ធបានលោតមកហើយប្រាប់ថាដោយសារតែសាដូបានប្រើ Grandy Hand ជាច្រើនដែលធ្វើវាឡើងពីថ្នាក់ Silver ទៅដល់ថ្នាក់ Gold សាដូបានមើលទៅរបស់ដែលខ្លួនឯងវាយបោនឹងធ្លាក់មកហើយក៏បាននិយាយថាវាមានចំនួន8 slot របស់ខ្ញុំបច្ចុប្បន្នមានតែ10នោះទេតើខ្ញុំគួរតែសម្លាប់បោហើយត្រឡប់ទៅវិញដើម្បីលក់ពូវាដែរឬទេវាពិតជាខ្ជិលខ្ជាយពេលវាណាខ្ញុំសង្ឃឹមថារបស់ថ្មីរបស់ខ្ញុំពេលដែលខ្ញុំសម្លាប់បិសាចទៅវានឹងត្រឡប់មកជាចិញ្ចៀនផ្ទុកឬអ្វីមួយដែលអាចបង្កើន slot របស់ខ្ញុំបានសាដូបានភ្ញាក់ផ្អើលពេលបានស្រូបយកដុំពន្លឺពណ៌លឿងនោះហើយក៏បាននិយាយថានេះគឺប៉ុន្តែសាច់រឿងបានកាត់មកដល់កន្លែងទីក្រុងបាត់ទៅហើយយើងបានឃើញមេស្រីម្នាក់នាងបាននិយាយថាទីបំផុត
ខ្ញុំបានធ្វើឲ្យវារស់ឡើងវិញហើយដែលពួកគេគឺជាក្រុមមនុស្សដែលសាដូរបស់យើងបានជួយពីពេលមុនពួកគេបាននិយាយថាទីបំផុតពួកគេឈានដល់ level 3ហើយពួកគេបានធ្វើការអរគុណទៅកាន់មេក្រុមរបស់គេមេក្រុមពួកគេក៏បានធ្វើការដាក់ខ្លួនផងដែរហើយនិយាយថាមកពីយើងធ្វើការងារក្រុមបានល្អនោះទេបាទយើងឈានដល់ពេលមួយនេះពួកគេបានធ្វើការនិយាយគ្នាជាច្រើនទៀតដែលខ្ញុំសូមរៀបរាប់នោះទេតារាចំណាត់ថ្នាក់ត្រូវបានអាប់ដេតម្ដងទៀតអ្នកទាំងអស់គ្នាមានការភ្ញាក់ឲ្យជាខ្លាំងក្រោយពីដឹងថាសាដូរបស់យើងឡើងទៅ level 5មិនដែរអាណា level 3មកផ្លេតឡើងទៅ level 5នោះទេ leader របស់គេបានប្រាប់កូនក្រុមរបស់គេថាកុំគិតពីខែមនេះយូរពេកអីតោះយើងចេញទៅក្រៅហើយប្រាប់គ្រួសាររបស់យើងអំពីរឿងមួយនេះបន្ទាប់មកពួកគេក៏បានធ្វើការបើកផ្ទាំង window ហើយចុចកន្លែងចាក់ចែកយើងបានឃើញវ៉ាំណាបានភ្ញាក់ពីដំណេករបស់គេដែលគេគឺជា leader របស់ក្រុមមនុស្សដែលបានចាក់ចេញពីខែមបាញ់មិញនេះតែខ្ញុំសឹមហៅគាត់ថាបងម៉េងតែម្ដងទៅព្រោះអីឈ្មោះចិនខ្ញុំពិបាកអានខ្លាំងណាស់យើងបានឃើញមនុស្សប្រមាណអ្នកនោះទេដូចជា4នាក់អញ្ចឹងដែលគេមានការបារម្ភទៅកាន់បងប្រុសម៉េងរបស់យើងជាខ្លាំងហើយនិយាយថាអ្នកបានរលាយខ្លួនណាលើបែបហ្នឹងបងម៉េងរបស់យើងក៏មានការភ្ញាក់ផ្អើលផងដែរហើយក៏បាននិយាយថាឆាប់រញាប់ឡើងផ្ដល់ព័ត៌មានទៅកាន់ក្រុមរបស់យើងដែលសមត្ថភាពរបស់បងម៉េងរបស់យើងក៏មិនធម្មតាផងដែរគាត់គឺជាប៉ូលីសគាត់បានរៀបរាប់រឿងទាំងអស់ទៅប្រាប់ក្រុមរបស់គាត់រួមទាំងគាត់បាននិយាយថាមានអ្នកលេងមួយដែលមានឈ្មោះថាសាដូពេលដែលគាត់បានមកជួយសង្គ្រោះខ្ញុំ level របស់គាត់ត្រឹមតែ3តែប៉ុណ្ណោះប៉ុន្តែគាត់បានលុបផ្លោះពី level 3ទៅកាន់ level 5វាពិតជាមិនគួរឲ្យជឿនោះទេលើបែបហ្នឹងបរិសម្នាក់ក្នុងចំណោមពួកគេបាននិយាយថាតើបរិសម្នាក់នឹងធ្វើបានយ៉ាងដូចម្តេចទៅបងម៉េងរបស់យើងបានតបថាប្រហែលជាគាត់បានស្លាប់បរិសម្នាក់ទៀតបានឆ្ងល់ថាសាដូរបស់យើងបានឡើងទៅ level 3កាលពីកន្លះម៉ោងមុនហើយដើម្បីបានជាគាត់មិនវិលត្រឡប់មកភពផែនដីពិតរបស់គាត់អញ្ចឹងតើគាត់មិនប្រាប់រឿងនេះទៅគ្រួសាររបស់គាត់ទេបងម៉េងរបស់យើងបានតបថាគាត់ក៏មិនដឹងដែរប្រហែលជាគាត់ជាកូនកំព្រាហើយមើលទៅនារីម្នាក់ក្នុងចំណោមពួកគេបាននិយាយថាតាសាដូម្នាក់នោះមិនមែនជាអ្នកផ្លាស់ប្ដូរទេគាត់ផ្លាស់ប្ដូរពីក្មេងកំព្រាហើយខ្លាចទៅជាអ្នកខ្លាំងយ៉ាងឆាប់រហ័សបន្ទាប់មកនាងបានសួរអ្នកទាំងអស់គ្នាថាតើខ្ញុំនិយាយត្រឹមត្រូវដែរឬទេបរិសម្នាក់ដែលនៅគៀននាងដូចជាមានផ្កាយពីរក៏បាននិយាយថាអានយូខ្ញុំប្រាប់នាងហើយថាកុំឲ្យសូវអានរឿងប្រឡំលោកច្រើនពេកខេងទេរឿងធ្ងន់ធ្ងរបែបនេះអ្នកនិយាយមកឲ្យចេញកំ ប្លែងអីណាអ្នកទាំងអស់គ្នាបានធ្វើការនិយាយគ្នាជាច្រើនតែម្ដងដែលខ្ញុំសូមមិនរាប់នោះទេដោយសារតែវាដូចជាក្បាលសាច់រឿងរបស់យើងអញ្ចឹងនិយាយជាមួយនឹងខេមបោះបង់ចោលដោយព្រះនេះទាំងអស់ហើយពួកគេបានសម្រេចចិត្តបង្កើតក្រុមមួយដើម្បីចូលក្នុងខេមមួយនោះឲ្យពួកគេខ្លាំងអីចឹងទៅកាត់មកដល់សាលាវិញយើងបានឃើញសិស្សពីរនាក់បាននិយាយពីខេមមួយនោះផងដែរដែលគេថាមនុស្សចាស់ពេលដែលបានគេងមួយផ្លែទៅពួកគេអាចនឹងស្លាប់ដោយសារតែពួកគេអាយុច្រើនហើយស្លាប់នៅក្នុងខេមទៀតដែលធ្វើឲ្យអាយុកាលរបស់គេសល់សូន្យគឺស្លាប់តែម្ដងសៀវយូបានអង្គុយគិតមួយផ្លែតអំពីបងប្រុសរបស់គេថាប្លែកអីចឹងទៅបន្ទាប់មកដល់កន្លែងសាច់រឿងដែលខ្ញុំត្រូវកាត់ចោលដែរអ្នកទាំងអស់គ្នាអាចមើលរូបភាពបានឲ្យខ្លួនឯងទៅព្រោះវាអសរច្រើនពេកខ្ជិលរៀបរាប់ខ្លាំងណាស់មួយណាតួអង្គសៀវយូនេះគឺជាតួអង្គជាតិអាក្រក់ចឹងខ្ញុំខ្ជិលរៀបរាប់ខ្លាំងណាស់ព្រោះតួអង្គអត់ប្រយោជន៍ផងនៅកន្លែងសាដូក៏បាននិយាយថានេះគឺជាបន្តែប្រព័ន្ធបានប្រាប់យើងមុនទៅហើយថាវាគឺជាជញ្ជាំងបណ្ដាសាដែលមានឋានៈគោលឯណោះដែលវាបូកធៀងងឹតចំនួន26ព្រមទាំងវឹកភ័ណ្ឌចំនួន 0.1 ផងដែរសាដូបាននិយាយថាជញ្ជាំងបណ្ដាសានេះវាស្មើនឹងមនុស្សដែលមានល្បែ3ចំនួន1នាក់ព្រមទាំងការចាប់ផ្ដើមប្រើវាដំបងវឹកភ័ណ្ឌមានធ្វើការគុណឲ្យ 1.5 គីរបស់គាត់ត្រូវបានអាប់ក្រេតម្ដងទៀតដែលអ្នកនរគ្នាអាចមើលខ្លួនឯងបានខ្ចបបប្រែខ្លាំងណាស់មើលស្គីមួយនឹងរួចសាដូបាននិយាយថាស្គីនេះពិតជាល្អអាចឲ្យខ្ញុំវាប្រហាររោមទាំង teleport ហើយគេនៅមើលមិនឃើញទៀតរៀបភ្លាមតែម្ដងសាដូបានប្រើ Green Day Hand ស្រូបយកគីមួយនោះរោមទាំងគាត់ប្រើ Evo Point អស់8ផងដែរអាប់ទៅកាន់ Green Day Hand របស់គាត់ដែល Green Day Hand របស់គាត់ឡើងទៅដល់ថ្នាក់ Diamond បាត់ទៅហើយដែលសមត្ថភាពរបស់វាឥឡូវនេះឡើងដល់220រួមទាំងការត្រាប់របស់ល្អមានចំនួន 40% បន្ទាប់មកសាដូបានប្រើ Evo Point ចំនួន3ទៀតអាប់ទៅកាន់ skill ថ្មីរបស់គាត់ដែលត្រូវតែរៀនហើយអំបីមីនេះឡើងពីថ្នាក់ Silver ទៅ Gold រួមទាំងទៅ Diamondផងដែរឲ្យច្រឡំផ្លាទីនដែរនិយាយត្រួសអំពីសមត្ថភាពរបស់ skin នេះបន្តិចវាអាចចាប់គោលដៅរបស់យើងចំនួន17ម៉ែត្ររួមទាំងពេលដែលវាប្រហែលទៅធ្វើឲ្យយើងបានកាយចំនួន7វិនាទីហើយនឹងដើម្បីគុណទ្វេដងប្រាប់តែប៉ុណ្្នឹងបានខ្ចីរាប់ច្រើនវាលោវែងដល់ហើយសាដូបានឆ្កត់ថាហេតុអ្វីបានជាគូដៅរបស់វាមិនផ្លាស់ប្ដូរអញ្ចឹង12 second នៅតែ12 second ដល់ដែរគាត់បានមើលទៅអីវ៉ាន់របស់គាត់ទាំងអស់ហើយក៏បាននិយាយថារបស់ណាដែលមិនមានប្រយោជន៍ខ្ញុំនឹងយកវាទៅលក់តែម្ដងសាដូបានធ្វើដំណើរទៅមុខគាត់ក៏បានលឺសំឡេងបិសាចពេលនោះបិសាចបិក្បាលបានចេញមកចង់បើកការវិភាគទៅកាន់សាដូប៉ុន្តែគាត់បានប្រើស្គីថ្មីរបស់គាត់ដែលទទួលបានភ្លាមនោះបើកការវិភាគទៅកាន់បិសាចទាំងអស់នោះឲ្យចេះរយតែម្ដងការសម្លាប់បិសាច level 4នោះទទួលបានតែពងបទពិសោធន៍ចំនួន80រួមទាំងអាយុកាល5ថ្ងៃតែប៉ុណ្ណោះសាដូបាននិយាយថាគាត់ត្រូវការអាយុកាលយ៉ាងហោចណាស់900ថ្ងៃគាត់ត្រូវតែយកស្គីបុករបស់គាត់អស់ប្រយោជន៍ទៅលក់ទីក្រុងដើម្បីទទួលបានអាយុកាលដែលតាមបរិមាណដែលគាត់ចង់បានក្រៅពីអាយុកាលរបស់ខ្ញុំបាន900ថ្ងៃគោលដៅរបស់ខ្ញុំនៅសល់តែមួយទៀតតែប៉ុណ្ណោះគឺឡើងទៅ level
ដល់ពេលនោះដែលធ្វើឲ្យខ្ញុំអាចប្រើស្គីរបស់ខ្ញុំទៅកាន់ពិភពលោកពិតបាននេះហើយជាអ្វីដែលសាដូរបស់យើងចង់ឡើងល្បិច10លឿនមែនទែនដែលសារតែគាត់អាចប្រើស្គីរួមទាំងធម្មពលទាំងអស់ទៅកាន់ពិភពលោកពិតរបស់គាត់បានសាដូកំពុងតែធ្វើដំណើរស្រាប់តែគាត់បានលើកសំឡេងមនុស្សបាននិយាយថាសូមអបអរទៅកាន់ប្អូនស្រីតូចដែលបានឡើងល្បែប3ពេលនេះអ្នកគួរតែធ្វើតាមសន្យារបស់អ្នកគ្មាននរណាឆ្ងាយនោះទេគឺជាផាត់ថេរបស់លីស៊ីនិងម៉ៅសាដូក៏បានដើរកាត់អ្នកទាំងពីរផងដែរលីស៊ីបាននិយាយថាគ្មានបញ្ហាអ្វីនោះទេខ្ញុំសូមតែលេខទូរស័ព្ទទំនាក់ទំនងរបស់អ្នកតែមួយប៉ុណ្ណោះនៅទីក្រុងយើងបានឃើញសាដូបានបើក portal អ្វីមួយនោះទេហើយគាត់បានដើរចូលទៅបន្ទាប់មកគាត់និយាយថានេះគឺជាកន្លែង teleport ទៅទីក្រុងប្រព័ន្ធបានអបអរសាទរទៅកាន់សាដូរបស់យើងដែលបានដើរឡើងកន្លែង portal មួយនេះហើយគាត់ធ្វើការឆ្លង portal មួយនេះមិនបាច់ប្រើអាយុកាលនោះទេទូប្រុសរបស់យើងបានធ្វើការ teleport មកហើយគាត់បានកាត់គោលដៅរបស់ខ្ញុំនៅតែឡើងទៅ level 10ដដែលហើយទៅប្រាសាទដែលបោះបង់ចោលដោយព្រះពេលនេះសាដូបានដាក់លក់ស្គីបុករបស់គេដូចជាលើកមុនអញ្ចឹងដែលធ្វើឲ្យមនុស្សទាំងអស់គ្នាមានការអ៊ូអរមើលម្ដងទៀតហើយបរិសម្នាក់បានទិញស្គីបុកមួយគាត់ត្រូវបានចំណាយអស់300អាយុកាលបាត់ទៅហើយឃើញបែបនឹងអ្នកខ្លះឆ្ងល់ថាតើហេតុអ្វីបានជាគេចំណាយ300អាយុកាលទៅទិញសិភៅបែបនេះមួយការលក់ទំនិញរបស់សាដូបន្តអស់ជាច្រើនវិនាទីទំនិញត្រូវបានលក់អស់សាដូបានគិតថាអាយុកាលរបស់គាត់ពេលនេះគឺមានចំនួន2000ថ្ងៃក្មេងស្រីសក់ពណ៌ក្រហមបានចូលមកហើយនិយាយថាខ្ញុំមានទំនិញដែលទៅដោះដូរតើអ្នកចង់បានដែរឬទេសាដូបានមើលទៅចិញ្ចៀនមួយនឹងហើយគាត់ដឹងថាចិញ្ចៀនមួយនេះបង្កើតការផ្ទុំរបស់គាត់ឡើងទៅដល់12ឯណោះធៀងបែបនឹងសាដូមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះគាត់រកចិញ្ចៀនផ្ទុំយូរហើយសាដូបានសួរថាតើចិញ្ចៀនមួយនឹងមានតម្លៃប៉ុន្មានក្នុងចិត្តរបស់គាត់បានគិតថាចិញ្ចៀននេះបង្កើតការផ្ទុំឡើងទៅដល់12វាអាចលក់បានចំនួន3600អាយុកាលនាងបានតបថានាងមិនត្រូវការអាយុកាលនោះទេនាងគ្រាន់តែចង់អេតទៅសាដូនឹងឲ្យគាត់សម្លាប់បងមួយតែប៉ុណ្ណោះសាដូបានតបថាមិនអីនោះទេសំណើអេហ្វ្រេនក៏បានមកដល់សាដូក៏បានទទួលសំណើមួយនោះពួកគេបានធ្វើដំណើរជាមួយគ្នានារីសក់ពណ៌ក្រហមបាននិយាយថាវាគឺជាបោដែលមានថ្នាក់គោសាដូបានសួរថាតើវាមានឈ្មោះអ្វីទៅនាងបានតបថានាងមិនបានស្គាល់ឈ្មោះវានោះទេនាងគ្រាន់តែចាំថាវានៅលើទូកមួយដូចជារលាក្បាលអញ្ចឹងលើបែបនឹងសាដូបានគិតថាតើវាគឺជាគោដិតខ្មោចទូកដែរឬទេនេះគឺជារូបរាងរបស់វាដែលការសម្លាប់វានឹងធ្វើឲ្យត្រប់ item special មួយចំនួនសាដូបានក៏ជាច្រើនទៀតហើយក៏បានគិតបន្ថែមថានាងគឺនៅក្នុងផាត់ធីរបស់បងមេឃតើនាងអាចជាត្រីមួយនេះដែរឬទេតប៉ែដល់ក៏អាសាដូយើងគិតកូនស្រីរបស់គេជាត្រីអីណាសាដូបានសួរនាងថាតើនាងស្វែងរកបងនឹងឃើញដោយរបៀបណានាងបានតបថាពេលដែលក្រុមរបស់ខ្ញុំមើលទៅហាក់បីដូចជាឡើងវែងយឺតពេកដែលធ្វើឲ្យខ្ញុំមិនមានអ្វីធ្វើនោះទេខ្ញុំបានណាច់ចិត្តដើរមើលកន្លែងនោះមួយផ្លែក៏បានឃើញបងថ្នាក់គោលមួយនោះតែម្ដងសាដូរបស់យើងនៅតែគិតដល់ដែរថានាងគឺជាត្រីដែលនៅក្នុងជីវិតមុនរបស់គាត់ដែលធ្វើឲ្យគាត់ពិតជាសំណាងមែនតើដូចជាត្រីនរសំណាងអញ្ចឹងខ្ញុំមិនរំពឹងថាវាគឺជានាងមែនហាក់បីដូចជាសាដូរបស់យើងបានស្គាល់នាងកាលពីជីវិតមុនដោយសារតែសាដូរបស់យើងសម្លឹងមើលមុខនាងពេកដែលធ្វើឲ្យនាងបានសួរថាតើហេតុអ្វីបានជាគាត់សម្លឹងមើលមុខនាងយ៉ាងនេះសម្លឹងមើលមុខកូនស្រីគេឡើងក្រហមតែម្ដងសាដូរបស់យើងពួកគេក៏បានធ្វើដំណើរទៅមុខទៀតសាដូបានប្រាប់ថាមិនមានអ្វីនោះទេយើងបានឃើញមនុស្សម្នាក់ក៏បានតាមដានអ្នកទាំងពីរផងដែរគេបានរត់មកប្រាប់មេរបស់គេមើលទៅពួកគេដូចជាមានគោលបំណងចង់ធ្វើស៊ីទូឯករបស់យើងអញ្ចឹងពេលធ្វើដំណើរសាដូបាននិយាយទៅកាន់នាងថាខ្ញុំអាចជួយសម្រាប់បោះនោះបានហើយស្គីបុកខ្ញុំនឹងផ្ដល់ទៅកាន់អ្នកប៉ុន្តែអ្វីដែលសេសសល់ទូឲ្យខ្ញុំទាំងអស់តើអ្នកគិតយ៉ាងម៉េចដែរចំពោះរឿងមួយនេះនាងបានតបថាចុះកាពីតែរបស់ខ្ញុំហើយនឹងអ្នកផ្សេងទៀតសាដូបានប្រាប់នាងថាផាធីរបស់អ្នកមានគ្រប់ជំនាញទៅហើយប្រសិនបើមិនមានការត្រប់អត្តសញ្ញាណអីទេវាគឺគ្មានអ្វីទាំងអស់ស្ដាប់បានហើយឬនៅនាងបាននិយាយថាបន្ទាប់មកតោះធ្វើដូចដែលអ្នកបាននិយាយប៉ុន្តែតើខ្ញុំអាចធ្វើការស្នើសុំសំណើតូចមួយបានដែរឬទេប្រសិនបើទីនោះមានវត្ថុសម្រាប់ការពីតែរបស់ខ្ញុំរួមទាំងវត្ថុផ្សេងទៀតតើអ្នកអាចលក់វាដោយបញ្ចុះតម្លៃមកកាន់ពួកយើងបានដែរឬទេសាដូបានតបថាមិនអីនោះទេលើបែបនឹងនាងបាននិយាយថាអញ្ចឹងខ្ញុំចាប់ផ្ដើមហៅបងមេងឲ្យចូលមកកាន់ក្នុងនេះហើយនាងបានសួរសាដូថាតើយើងកំពុងទៅផ្លូវមួយណាសាដូបានប្រាប់ថាយើងកំពុងដើរទៅផ្លូវដែលមានគោថ្នាក់បោះនោះលើបែបនឹងនាងមានការភ័យជាខ្លាំងហើយនាងបាននិយាយថាឧទាហរណ៍ប្រសិនបើអ្នកជាអត្តសញ្ញាណហើយអ្នកបំបង្ការខ្ញុំគឺជាមេឃខ្ញុំមិនអាចធ្វើការតែងទៅកាន់អ្នកបានទេពេលដែលវាបហាមកកាន់អ្នកសាដូបានប្រាប់ថាមិនអីនោះទេខ្ញុំម្នាក់ឯងអាចប្រយុទ្ធជាមួយវាបានហើយអ្នកត្រឹមតែឈោមមើលនៅកន្លែងដែលមានសុវត្ថិភាពទៅបានហើយលើបែបនឹងនាងមានការភ្ញាក់ផ្អើលជាខ្លាំងនាងបានកើតក្នុងចិត្តថាមនុស្សតែម្នាក់អាចសម្លាប់បោដែលមានថ្នាក់គោបានមិនធម្មតានោះទេសាដូបានស្ទុះបាត់ចេញពីកន្លែងនាងដែលធ្វើឲ្យនាងមានការងឿឆ្ងល់ជាខ្លាំងហើយនាងបាននិយាយថាអ្នកជំនាញតាអ្នកបានទៅឯណាក្រុមមនុស្សមួយក្រុមនេះក៏បានចូលមកដល់ក្នុងព្រៃតាមសាដូរបស់យើងផងដែរហើយគេបានឃើញសាដូរបស់យើងបាត់ខ្លួន
គេបានគិតថាសាដូរបស់យើងបានមកឆោក្មេងស្រីនឹងមកកាន់ក្នុងព្រៃហើយបោះបង់នាងចោលពួកគេបានសម្រុកទៅចង់បើកការវាបហៅទៅកាន់នាងប៉ុន្តែពួកគេមិនដឹងថាសាដូរបស់យើងបានមកកាយនៅមុខអ្នកទាំងអស់គ្នានោះទេក៏បានប្រើស្គីរបស់គាត់បានធ្វើការខ្វាយទៅកាន់អ្នកទាំងអស់គ្នាឲ្យស្លាប់chếtរួយទាំងអស់តែម្ដងក្រៅពីសម្លាប់អ្នកទាំងអស់គ្នាចំនួន5នាក់គេក៏បានទទួលបានអាយុកាលសរុបចំនួន12ថ្ងៃផងដែរហើយគេបាននិយាយថាត្រឹមតែជាធីមកប៉ិកកពុកតែប៉ុណ្ណោះចង់ធ្វើឃាតគេផងសាដូបានមកដល់កន្លែងនាងហើយនាងបានសួរថាអ្នកជំនាញតាអ្នកទើបតែមកពីណានឹងសាដូបានប្រាប់ថាមានមនុស្ស2 3នាក់បានតាមដានយើងខ្ញុំបានបញ្ជូនគេទៅកាន់ទីក្រុងវិញបាត់ទៅហើយលើបែបនឹងនាងបាននិយាយជាច្រើនរួមទាំងមានផ្កាយនៅគៀកនាងផងដែរដូចជាក្មេងតូចអញ្ចឹងលើបែបនឹងសាដូមានការកែងជាខ្លាំងហើយនិយាយថាប្រញាប់ឡើងយើងប្រញាប់ទៅសម្លាប់បោះមួយនោះនៅទីក្រុងយើងបានឃើញសេយូចូលមកដល់កន្លែងនេះផងដែរមានមនុស្ស2នាក់នៅគៀកនឹងផងដែរបាននិយាយថាសមាជិកថ្មីឬចំណូលថ្មីបានចូលម្នាក់ទៀតហើយនាងបាននិយាយជាច្រើនតែខ្ញុំសមិនរៀបរាប់នោះទេយើងត្រឹមតែដឹងថានាងមានកំណត់អាក្រក់លើសាដូរបស់យើងបានហើយសេយូបានមើលទៅតារាងចំណាត់ថ្នាក់បានឃើញសាដូរបស់យើងមានល្វែ6ឯណោះនាងបានបន្តក៏ជាច្រើនទៀតដែលខ្ញុំសមិនរៀបរាប់ម្ដងទៀតហើយនាងបានដើរទៅដល់គៀកផាត់ធីរបស់បងហ្វៃក៏បានឃើញពួកគេកញ្ចែកគ្នាថាពួកគេមិនអាចសម្លាប់បិសាចដោយមិនត្រូវការ healer បាននោះទេលើបែបហ្នឹងនាងក៏បានឆ្លើយការដោយបាននិយាយថា hello តើអ្នកត្រូវការ healer ដែរឬទេនៅកន្លែងសាដូយើងបានឃើញអ្នកទាំងពីរបានឈរលើកំពូលភ្នំយ៉ាងខ្ពស់តែម្ដងសាដូបានមើលទៅកាន់បងមួយនោះហើយក៏បាននិយាយថាវាគឺជាកូដិនកោទូកមែនសាដូបានប្រាប់នាងឲ្យលាក់ពួននៅកន្លែងនេះហើយប្រុងប្រយ័ត្ននឹងការវាឆ្មាប់ផងគាត់នឹងធ្វើការទៅកម្ចាប់បងមួយនោះគ្រាន់តែចុះមកដោះដែនរបស់បិសាចបងមួយនឹងភ្លាមសាដូរបស់យើងក៏បានត្រូវធ្លាក់អាយុកាលចំនួន100ដងបាទទៅហើយដោយសារតែកំហឹងរបស់វាឃើញបែបនឹងសាដូក៏បានគឺក្នុងចិត្តផងដែរថាអត្រាឡើងដល់ 100% ពិតជាមិនធម្មតានោះទេមានរយៈពេលតែ15នាទីតែប៉ុណ្ណាដើម្បីសម្លាប់បងមួយនោះដែលយើងដឹងថាវាគឺជាថ្នាក់កូនកម្រិត special តែម្ដងហើយគូដោរបស់វានៅ45នាទី25វិនាទីទៀតសាដូមិនចង់ឲ្យពេលវេលាចំណាយទៅដោយយូរនោះទេព្រោះវាសល់តែ45នាទីចុងក្រោយតែប៉ុន្តែក៏បានប្រើ skill របស់គាត់បើកការវាបហាទៅកាត់បងមួយនោះយកតែម្ដងជាមួយនឹង skill វ៉ែនដំដីថែមទៀតផងដោយធ្វើឲ្យមេនូអត់ឈាម monster ផងដែរបងមួយនឹងមិនឈរថ្មឹងផងដែរវាបានប្រើរលកទឹកបើកការវាបហាទៅកើគ្រប់កន្លែងតែម្ដងដោយសារតែសាដូរបស់យើងមកបង្កាយមើលមិនឃើញនោះទេសាដូក៏បានកិច្ចពីការវាបហារបស់វាផងដែរមិនអស់ចិត្តបងមួយនឹងបានប្រើ skill មួយទៀតដើម្បីជុកកូនចៅរបស់គេចេញមកតែម្ដងតែកូនចៅរបស់គេមើលសាដូរបស់យើងក៏មិនឃើញផងដែរក៏បានស្ទុះទៅក្រៅហើយប្រើ skill របស់គាត់ធ្វើការខ្វាយកូនចៅរបស់វាតែម្ដងចំណែកឯនាងបានឈរមើលពីលើយ៉ាងឆ្ងល់តែម្ដងនាងបាននិយាយថាសាដូរបស់យើងគឺជាអ្នកជំនាញតែម្ដងសំបីតែការវាបហារបស់គាត់ក៏បំបង្កាយដូចជាគាត់ផងដែរសាដូបាននិយាយថាក្មេងស្រីខ្មៅខ្ញុំនឹងស្លាប់ក្នុងពេលណាមួយនាងមិនត្រូវការធ្វើអ្វីនោះទេគ្រាន់តែរងចាំឲ្យខ្ញុំមកវិញតែប៉ុណ្ណោះលើបែបហ្នឹងនាងមានការក្រាំងជាខ្លាំងមកហើយនាងក្មេងស្រីខ្មៅអីណាសម្រាប់ជើងនៃមុននោះមួយក្រមដែលសាដូបានសម្លាប់ពីមុនពួកវាបានមកម្ដងទៀតហើយម្ដងនេះវាច្រើនជាងមុនទៅទៀតកូនក្រុមរបស់គេក៏បានរត់មកហើយប្រាប់ leader របស់គេថាពួកគេចាំទាញយកឱកាសល្អពេលដែលសាដូបានប្រយុទ្ធជាមួយនឹងបងនោះស្លាប់យើងមើលទៅកាន់បងមួយនោះបានប្រើ skill អ្វីបន្ថែមទៀតហើយសំបីតែសាដូរបស់យើងក៏ប្រុងប្រយ័ត្នផងដែរយើងបានឃើញវាប្រើធម្មពលនឹងឡើងទៅពីមីឡើងចេញពោស្វាយខ្មៅងងឹតតែម្ដងសំបីតែអ្នកឈរពីលើក៏មានការភ័យផងដែរយើងបានឃើញសាដូបានត្រូវទឹកនឹងចាប់ជើងរបស់គាត់បានទៅហើយរួមទាំងផ្ទុះមកពីក្រោយរបស់គាត់ដែលធ្វើឲ្យគាត់ដកឈាមឡើង1000តែម្ដងសាដូបានស្លាប់អាយុកាលរបស់គាត់ត្រូវបានដកចំនួន1300ថ្ងៃពួកគេបានឃើញសាដូរបស់យើងត្រូវបានស្លាប់ដោយបងមួយនោះមិនចាំយូរទេពួកគេបានស្ទុះទៅចង់បើកការវិភាគទៅកាន់នាងតែម្ដងប៉ុន្តែចំហាយនេះថាសួរក៏បានហើមកយើងក៏បានដឹងថាទៅសង្ស័យស្លាប់បាត់ហើយមើលទៅ Hello សួស្ដីអ្នកនរគ្នាជួយជាមួយខ្ញុំបើ Fake មកវត្តថ្ងៃនេះយើងនឹងបន្តសម្រាប់សេចក្ដីឃាតករសម័យកម្រិតទេលភាពរបស់យើងទាំងអស់គ្នាចូលសេចក្ដីរបស់យើងទៅម្ដងទៅក៏ខាត់ពេលវេលាយូរពេកពួកមនុស្សមួយក្រុមនេះក៏បានមកដល់កន្លែង spawn វិញបាត់ទៅហើយមេក្រុមរបស់វាបាននិយាយថាយើងមិននឹកស្មានថាយើងធ្លាប់មកទីនេះម្ដងទៀតតទេសោះប៉ុន្តែពួកគេនៅតែមិនទាន់បោះបង់កំណត់របស់គេចោលពួកគេនៅតែបន្តទៅដល់ដែរអានេះសងបានមកដល់កន្លែងបោះនោះបាត់ទៅហើយពេលដែលគាត់បានស្លាប់មួយដងសាដូបោះសួរក្មេងស្រីស្រកពណ៌ក្រហមនោះថាហេតុអ្វីបានជាមានដុំអាយុកាលច្រើនបែបនេះនៅកន្លែងនេះនាងបានប្រាប់ថាមនុស្សមួយក្រុមដែលបានតាមស្លាប់នាងត្រូវបានស្លាប់ដោយបើមួយនោះលើបែបនឹងសាដូក៏បានយល់ផងដែរសាដូបានមើលទៅកាន់បោះមួយនោះហើយក៏បានកើតក្នុងចិត្តថាកប៉ាល់ខ្មោចមាសមួយនេះវានឹងធ្វើការជានរឈាមរបស់វាមកវិញនៅពេលដែលបើកការវាបហាទៅកាន់វាអស់ឈាមពេលកណ្ដាលវានឹងធ្វើការបាក់ខ្លួនតែម្ដងនេះជារបៀបភាគច្រើនដែល player មិនអាចយកឈ្នះជាមួយវាបានតែពេលនេះខ្ញុំបានឃើញរាល់ចលនារបស់វាទាំងអស់ហើយក៏បានប្រើ person ដាបើកការវាបហាទៅកាន់បោះមួយនោះក៏បានប្រើ skill របស់វាផងដែរសាដូបានកិច្ចពី skill របស់វាយ៉ាងងាយស្រួលតែម្ដងក៏បានប្រើ skill របស់គាត់មួយទៀតបើកការវាបហាទៅកាន់បោះមួយនោះតែម្ដងយើងបានឃើញពួកវាមកដល់កន្លែងនេះទៀតហើយដែលមកក្នុងគោលបំណងអា
ក្រោតដូចជារដងអញ្ចឹងនាងបានឃើញពួកវាផងដែរហើយនាងបាននិយាយថាពួកមនុស្សល្ងីល្ងើមកទៀតហើយវាអាចបង្កជាបញ្ហាទៅកាន់អ្នកជំនាញមកខ្ញុំត្រូវតែធ្វើអ្វីមួយនាងបានប្រើវេទមន្តរត់តែបាញ់ត្រូវគ្នាវាចំនួន2នាក់ផងដែរក្រោយពីត្រូវការវាផាមួយនោះពួកវាក៏បានបង្វែរគោលដៅមកកាន់នាងវិញមុនបើការវាផាទៅកាន់គេប៉ុន្តែពេលនេះបានរត់ផងហើយស្រែករអ្នកជួយផងយើងបានឃើញមនុស្សមួយក្រុមទាក៏បានធ្វើដំណើរមកដល់កន្លែងនេះផងដែរមើលទៅកាន់មុខរបស់ពួកវាទៅយើងដឹងហើយថាពួកវាមិនមានបំណងល្អនោះទេសាដូកំពុងតែស្វិតស្វែងប្រយោជន៍ជាមួយនឹងបងមួយនោះពេលនេះគាត់មានអារម្មណ៍ថាគាត់បានហត់ហើយគាត់ស្ទើរតែសម្លាប់បងមួយនោះបានប៉ុន្តែការសម្លាប់វាពិតជាមិនធម្មតាមែនសូម្បីតែគាត់មានលេវែល5ក៏ដោយនៅតែពិបាកក្នុងការសម្លាប់វាដោយម្នាក់ឯងដើម្បីរបស់ខ្ញុំតិចពេកដែលធ្វើខ្ញុំចំណាយពេលយ៉ាងយូរដើម្បីប្រយោជន៍ជាមួយវាហើយក៏បានទាក់ទាញមនុស្សជាច្រើនតាមការសង្កេតមើលតាមចក្ខុវិស័យរបស់ខ្ញុំមនុស្សមួយក្រុមដែលបានដេញតាមនារីម្នាក់នោះដូចជាមនុស្សដែលបានស្លាប់រួចទៅហើយរួមទាំងមនុស្សដែលបានពួនដើមឈើមួយនោះពួកគេកំពុងតែចាំបើកកាយវិភាគសម្រាប់ខ្ញុំនៅពេលដែលខ្ញុំសម្លាប់បងមួយនោះរួចហើយពួកគេនឹងប្លន់យករបស់ខ្ញុំទាំងអស់តែម្ដងបន្ទាប់មកសាដូក៏បានសម្លាប់បោកកប៉ាល់ខ្មោចមាននោះតែម្ដងប្រព័ន្ធបានចេញមកដោយប្រាប់យើងថាសាដូបានសម្លាប់បងមួយនោះរួមទាំងក៏ទទួលបានបន្ទុកបទពិសោធន៍ចំនួន4800ពេលនេះគាត់ឡើងទៅកាន់លេវែល8ហើយរួមទាំង Evil Point របស់គាត់ទទួលបាន5ពីអាយុកាលគឺ216ថ្ងៃសាដូបានប្រើស្គីរបស់គាត់ដែលមានឈ្មោះថាសាដូស្នេហ៍បំងកាយភ្លាមតែម្ដងហើយក៏បានកើតក្នុងចិត្តថាមើលទៅវាហាក់បីដូចជាសុបិនដ៏ល្អអញ្ចឹងប៉ុន្តែការកាត់ពិចារណាឲ្យពិតប្រាកដគឺគាត់បានខុសច្បាប់ក្រៅពីបានសម្លាប់មនុស្សដែលបានតាមដានរបស់គាត់ទាំងអស់គាត់នឹងជាប់ឈ្មោះជា Killer តែម្ដងការប្រកាសរបស់ប្រព័ន្ធឬគ្រប់កន្លែងតែម្ដង Player ដែលមានឈ្មោះថាសាដូគឺជា server ទី1ដែលបានសម្លាប់បោក Golden មុនគេលើបែបហ្នឹងមនុស្សនៅទីក្រុងមានការភ្ញាក់ផ្អើលជាខ្លាំងរួមទាំង CU ផងដែរក៏មានការភ្ញាក់ផ្អើលផងដែរហើយនាងបាននិយាយថាបើ Player សាដូនោះអាច carry ឲ្យនាងឡើង level បាននាងនឹងខ្លាំងជាងបងប្រុសរបស់នាងដែលមានឈ្មោះថាឈុនហ្វឹងសូមបញ្ជាក់ប្រាប់នាងទាំងអស់គ្នាបន្តិចថានាងមិនដឹងថាសាដូគឺជាបងប្រុសរបស់នាងនោះទេបងម៉េងបានគិតថាក្នុងពេលមុននេះគាត់ទើបតែប្រយោជន៍ជាមួយនឹងបោដែលមានចំណាត់ថ្នាក់សម្រិតតែប៉ុណ្ណោះប៉ុន្តែនេះពេលដ៏ខ្លីមួយនេះក៏បានសម្លាប់បោដែលមានថ្នាក់គោបាទៅហើយបើនិយាយពីគំនិតរវាងគាត់ហើយនឹងមនុស្សផ្សេងទៀតគឺខុសគ្នាឆ្ងាយខ្លាំងណាស់ការត្រាប់របស់ដោយសម្លាប់បោនោះទទួលបានជាច្រើនក្រុមមនុស្សនេះបានប្រាប់កូនចៅរបស់វាថាសូមឲ្យប្រើស្គីធ្វើខៀសាដូរបស់យើងតែម្ដងទៅកូនចៅរបស់វាបានចេញមកជាមួយនឹងព្រួយប្រើព្រួយរបស់គេបាញ់ទៅដោយជាប់ជាមួយនឹងស្គីមួយដែលមានឈ្មោះថាអន្ត្រីត្រាំងស្លាប់បាញ់សម្រុកទៅកាន់សាដូតែម្ដងប៉ុន្តែស្គីមួយនោះមិនត្រូវសាដូរបស់យើងនោះទេព្រោះអីគាត់បានបបាំងកាយសាដូបានគិតថាគាត់ត្រូវការស្គីបបាំងកាយរបស់គាត់កាន់តែច្រើនជាងនេះដោយសារតែស្គីបបាំងកាយរបស់គាត់មានតែបោកមួយប៉ុណ្ណោះអ្នកបាញ់ព្រួយបានប្រាប់មេរបស់គេថាបរិះម្នាក់នោះបានរត់បាត់ទៅហើយមនុស្សក្នុងចំណោមពួកគេម្នាក់ក៏បាននិយាយផងដែរមើលទៅហាក់បីដូចជាគាត់ឆ្លាតបានគាត់រត់ចោលកន្លែងមួយនេះពួកគេបានរត់ទៅកន្លែងត្រឡប់របស់ទាំងអស់នោះរួមទាំងឲ្យគ្នារបស់ពួកគេនៅក្រោយផងដែរសាដូបានស្ទុះមកពីក្រោយនាងទាំង3ប្រើស្គីមួយខ្វាយពួកគេរួមទាំងក៏បានប្រើស្គីមួយទៀតខ្វាយមនុស្សដែលនៅក្រោយពួកគេឲ្យស្លាប់អស់ត្រឹមតែមួយរំពេចភ្នែកក្រៅពីសម្លាប់មនុស្សមួយក្រុមនោះអស់សាដូបាននិយាយថាមើលទៅពេលនេះវាហាក់បីដូចជាស្ងាត់ហើយតើលីលីខ្មៅម្នាក់នឹងរត់ដល់ណាបាត់ហើយបំភ្លេចវាខ្ញុំចាំរកនាងនៅពេលក្រោយពេលនេះខ្ញុំមានអ្វីដែលត្រូវធ្វើមួយទៀតខ្ញុំមាន Evil Point គ្រប់គ្រាន់ដើម្បី upgrade Grindy Hand ខ្ញុំនឹងធ្វើការ upgrade វាជាមុនសិនមុននឹងប្រើវាក៏បាន upgrade Grindy Hand របស់គាត់ទៅថ្នាក់ Epic រួមទាំងការត្រឡប់គុណ 300% រួមទាំងអត្រាដែលទទួលបាន 100% ឃើញអត្រាត្រឡប់រហូតដល់ 100% សាដូបានកើតក្នុងចិត្តថាខ្ញុំនឹងប្រមូលដុំពន្លឺទាំងអស់នឹងរួមគ្នាតែមួយហើយប្រើ Grindy Hand ស្រូបវាទាំងអស់តែម្ដងគាត់បានប្រមូលដុំពន្លឺទាំងអស់នឹងរួមគ្នាតែមួយហើយគាត់បានប្រើ Grindy Hand របស់គាត់ស្រូបវាតែម្ដងដែលធ្វើឲ្យកន្លែងនោះភ្លឺជាងចាំងជាខ្លាំងពេលនេះគាត់ទទួលបាន Evil Point 7 គុណនឹង 3 រួមទាំងអាយុកាល216 គុណនឹង 3 និង Special Item ដែលមានឈ្មោះថា Go Fireball ចំនួន 2 Shadow បាននិយាយថាវាពិតជាអស្ចារ្យដែលខ្ញុំទទួលបានកណ្ដឹងនេះមួយគូដែលសមត្ថភាពរបស់វាមានពេលដែលអ្នកពាក់ទៅអ្នកមិនបាត់បង់អាយុកាលពេលដែលអ្នកស្លាប់លើកដំបូងវាគូដល់ចំនួន 1560 វិនាទីការសម្លាប់បិសាចអាយុកាលមាន 20% និងគុណនឹង 2 ដោយសារតែវាមានមួយគូវានឹងគុណនឹង 4 អញរួញកណ្ដឹងមួយនេះវានឹងធ្វើឲ្យសត្រូវរបស់យើងក្នុងចម្ងាយ100 ម៉ែត្រជប់គាំង3 second វាគូដល់521 វិនាទីកំពុងតែកាត់ជាមួយរបស់ខ្លួនទូបានគាត់ក៏បានលើសម្លេងរបស់នារីសពកំហំនឹងបាននិយាយថានេះជំនាញតាអ្នកកំពុងតែធ្វើអ្វីហើយអ្វីបានជាអ្នកមិនមកទីនេះសាដូបានស្រែករកលីលីប្លែហើយនិយាយថាតើអ្នកនៅទីណាយើងបានឃើញនាងមកដល់កន្លែងតបបាទទៅហើយនាងបាននិយាយថាអ្នកទាំងអស់គ្នាកុំចូលមកអីមេក្រុមរបស់វាបាននិយាយថាអូនស្រីហើយមិនព្រមរត់ទៀតទៅកូនចៅរបស់វាបាននិយាយថាមិនមានកន្លែងត្រូវរត់ទៀតទេចាំមកនៅដោយភាពស្ងៀមស្ងាត់យើងធានាថាអ្នកនឹងមានអារម្មណ៍ស្រួលដូចជាឡើងឋានសួគ៌អញ្ចឹងនាងបានកន្លែងមើលពីក្រោយខ្លួនបន្ទាប់មកនាងក៏បានសម្រេចចិត្តទម្លាក់ខ្លួនរបស់នាងចុះតែម្ដងនាងបាន
ធ្លាក់មកដល់ដីយើងបានឃើញនាងស្លាប់រួចបាត់ទៅហើយនាងបានផ្ញើសារមកកាន់សាដូរបស់យើងថាមិនបាច់ជួយនាងនោះទេនាងបានស្លាប់ហើយទៅទីក្រុងបាត់ទៅហើយឃើញបែបនឹងសាដូបានតបថាមិនអីទេសម្រងចាំខ្ញុំទីខ្ញុំនឹងទៅវិញហើយសាដូបាននិយាយថាបន្ទាប់ពីបញ្ចប់វាខ្ញុំទទួលបានអាយុកាលចំនួន3115ថ្ងៃនិង Evo Point ចំនួន21ដែលសល់ផងដែរគាត់ចង់បន្ត Evo Grandi Hand ដដែលប៉ុន្តែប្រព័ន្ធបានលោតមកដោយប្រាប់គាត់ថាត្រូវការ Evo Point ចំនួន210ទៅបាន Evo វាបានដោយសារតែវាមានឋានៈ Epic រួចបាត់ទៅហើយឃើញបែបនឹងសាដូបាននិយាយថា Evo Point ចំនួន210មែនទេវាមិនមែនជារឿងធម្មតានោះទេឋានៈកាន់តែខ្ពស់ Evo Point កាន់តែច្រើនបំភ្លេចវាខ្ញុំត្រូវការអាប់អ្វីផ្សេងទៀតក៏បានអាប់ Insane Shadow Slash ឡើងទៅដល់ឋានៈ Diamond Skill មួយនេះក៏បានឡើងទៅដល់ឋានៈគ្រូផងដែរសាដូរបស់យើងពេលនេះកំពុងតែអាប់ Skill របស់គាត់សម្រាប់ការប្រយុទ្ធជាមួយនឹងបបផ្សេងទៀតបន្ទាប់ពី upgrade skill របស់គាត់រួចសាដូបាននិយាយថា Skill Insane Shadow Slash អាចបង្កដមេចំនួន3000ទោះបីមិនបំបាំងកាយក៏ដោយនៅពេលដែលស្ថិតនៅក្នុងទម្រង់បំបាំងកាយរួមទាំងការគុណដមេទ្វេដងរបស់ Skill គាត់អាចបើកការវាវហាអស់6000ទៅ7000ដមេបានការសម្លាប់បោដែលមានឋានៈគោឧបករណ៍សម្រាប់ពាក់វាត្រប់2ទៅ4 Silver តែប៉ុណ្ណោះអត្រាភាគរយតិចមែនតែនដែលវាត្រប់របស់ដែលមានចំណាក់ឋានៈដូចវាដោយសារតែ Grandi Hand របស់ខ្ញុំពេលនេះខ្ញុំទទួលបានឧបករណ៍សម្រាប់ពាក់ឋានៈគោចំនួន11រួមទាំង Platinum ឧបករណ៍សម្រាប់ពាក់ចំនួន2និង Skill Box Platinum ចំនួន1ផងដែរShadow បានដកកូនកវិតមួយចេញមកហើយនិយាយថាមិនអាក្រក់នោះទេវាអាចប្រើក្នុងនាមជាអត្តសញ្ញាណបានដែលវាបូកការវាវហា135មួយនិងភាពរហ័សរហួនចំនួន22ល្បឿននៃការវាវហាបូកចំនួន21បូក17នៃការទលុះអមរ Effect របស់វានោះគឺរាល់ការវាវហាទាំងអស់នឹងធ្វើការគុណនឹង2 Shadow បានដកយកកូនកវិតនឹងមកសាកានហើយនិយាយថាប្រសិទ្ធភាពរបស់វាមានខ្ពស់យ៉ាងនេះគាត់ក៏បានយកគ្រឿងសឹកបំពាក់មួយមកផងដែរដែលវាជាប្រភេទ Armor Shadow បានធ្វើឲ្យ Armor របស់គេបំបាំងកាយហើយគាត់បាននិយាយថាវាគឺជាគុណសម្បត្តិមួយដែលធ្វើឲ្យ player មិនដឹងថាយើងមាន Armor នោះទេគេបូកមួយដែលមាន Passive 15% គឺចេញពី damage របស់ enemyឃើញបែបនឹងសាដូបាននិយាយថាទីបំផុត skill នៃសាដូបានភ្ញាក់នឹងខ្លួនឡើងវិញហើយប៉ុន្តែក្នុងជីវិតមុនខ្ញុំបានចាំថា skill មួយនេះគឺជា skill ដែលមិនមានប្រយោជន៍បំផុតព្រោះពួកគេមិនអាចធ្វើឲ្យអត្រាគឺចេញនោះឡើងបានសាដូបានចាប់ផ្ដើមរៀន skill មួយនោះហើយក៏បាននិយាយថាខ្ញុំខុសគ្នាខ្ញុំអាចប្រើ Evo skill ដើម្បីអាប់វាបានពេលនេះសាដូកំពុងតែធ្វើដំណើរទៅទីក្រុងវិញកំពុងតែធ្វើដំណើរស្រាប់តែជួបជាមួយមនុស្សដែលបានដេញតាមសម្លាប់ Lily Blake ពួកគេក៏បានដើរផ្លូវជាមួយគ្នាពេលនោះមនុស្សទាំងអស់នោះមានការពិតភ័យដាក់មេប្រយោជន៍តែម្ដងក្រោយពីដឹងថាគេគឺជាសាដូបានប្រើ skill មួយរបស់គេធ្វើការខ្វាយកូនចៅរបស់វាអស់តែម្ដងសោះតែវាមួយនោះទេគេបានក្រឡេកទៅក្រោយមិនឃើញសាដូនោះទេព្រោះអីគាត់បានបំបាំងកាយនៅពីមុខរបស់គេគាត់បានចេញមកនៅពីមុខគេគាត់ក៏បានប្រើ skill វាដុំដេកដាក់លើក្បាលរបស់គេតែម្ដងក្រៅពីមនុស្សទាំងអស់នោះបានស្លាប់សាដូក៏បានចោទឈ្មោះថាជា killer ប្រព័ន្ធបានប្រាប់សាដូរបស់យើងថានៅក្នុងស្ថានភាពជា killer នៅពេលដែលអ្នកស្លាប់អាយុកាល 75% របស់អ្នកនឹងត្រូវបាត់បង់ឃើញបែបនឹងសាដូក៏មិនភ័យព្រួយផងដែរព្រោះអីគាត់មានគិតដឹងដែលធ្វើឲ្យការស្លាប់របស់គាត់លើកដំបូងមិនអស់អាយុកាលនោះទេសាដូបានប្រាស្គីរបស់គាត់មកដល់ទីក្រុងតែម្ដងក្រុមមនុស្សដែលចង់លួចរបស់សាដូបានចេញមកហើយនិយាយថាសូមរងចាំមួយផ្លែបងប្រាសាដូពួកយើងដឹងខុសហើយពួកយើងនឹងធ្វើការផ្ដល់ស្គីបុកអត្តសញ្ញាណទៅកាន់អ្នកដែលបានវាមកពីការទិញដោះដូរអាយុកាលរបស់យើងសូមតែអ្នកគម្រោងរឿងយើងទៀតបានហើយសាដូក៏បានទទួលស្គីបុកមួយនោះផងដែរសាដូបាននិយាយថាមិនអីទេអញ្ចឹងមើលទៅកាន់ទឹកមុខរបស់ក្រុមមនុស្សនឹងទៅយើងដឹងហើយថាពួកគេនៅតែចង់ធ្វើខេតសាដូរបស់យើងដែរសាដូបានមកដល់កន្លែងនាងហើយនិយាយថាជាដំបងណែអ្នកគូតែយករបស់ទាំងអស់នេះសិនទៅបានភ្លាមសឹកប្រើភ្លាមតែម្ដងហើយនាងបាននិយាយថាវ៉ាវវាពិតជាអស្ចារ្យមែនម៉ាណារបស់ខ្ញុំគុណនឹង2រួមទាំងដមេរបស់ខ្ញុំផងដែរសាដូបានប្រាប់នាងថាកុំសប្បាយខ្លាំងពេកអីសូមផ្ដល់ចិញ្ចៀនមកកាន់ខ្ញុំសិនមកតបពីនាងបានឲ្យចិញ្ចៀនទៅកាន់សាដូរួចនាងបានប្រាប់ថានៅពេលដែលខ្ញុំកំពុងតែរស់គេខ្ញុំបានឃើញកន្លែងមួយហាមបើដូចជាកន្លែងទៅចូលក្នុងប្រាសាទផងដែរតែអ្នកចាប់អារម្មណ៍វាដែរឬទេលើបែបនឹងសាដូបានក៏ក្នុងចិត្តថាដំបងក្មេងស្រីម្នាក់នេះប្រាប់ខ្ញុំពីកន្លែងបោកូដិនមួយនោះឥឡូវនេះរួមទាំងប្រាប់ខ្ញុំពីកន្លែងច្រកចូលប្រាសាទផងដែរការខ្លាចជាមិត្តជាមួយនឹងក្មេងស្រីម្នាក់នេះពិតជាទទួលបានថវិកាច្រើនណាស់សាដូបានប្រាប់នាងថាគាត់ចង់លក់អីវ៉ាន់ទៅកាន់បងមីបន្ទាប់មកយើងចាំទៅមើលប្រាសាទមួយនោះជាមួយគ្នានាងបានតបថាកាពីតែរបស់នាងកំពុងតែរវល់ហើយបន្តិចទៀតបានគាត់មកវិញនាងបានបើកផែនទីរបស់នាងមើលបន្ទាប់មកនាងបាននិយាយថានាងបានដាក់អ្វីសង្កត់នៅកន្លែងមួយនោះផងដែរនាងក៏បានប្រាប់ពីអ្វីគ្រប់យ៉ាងទៅកាន់សាដូតែម្ដងលើបែបនឹងសាដូបាននិយាយថាទទួលបានហើយខ្ញុំនឹងធ្វើការទៅមើលប្រាសាទមួយនោះជាមុនសិនសាដូកំពុងតែស្ទុះយ៉ាងលឿនទៅក្នុងប្រាសាទមួយនោះក្នុងពេលកំពុងតែធ្វើដំណ
ណានៅគាត់ក៏បានកាត់ផងដែរថានៅក្នុងប្រាសាទមួយនោះប្រកាសជាមានបិសាចច្រើនណាស់ទៅហើយភាគច្រើននៅក្នុងប្រាសាទបិសាចមានឋានៈប្រោននិងឋានៈ Silver កាលពីជីវិតមុនរបស់គាត់មនុស្សបានរកឃើញប្រាសាទដំបងគេវងអស់ហើយគេបានគិតថាវាគឺជាផ្នូរនៃបណ្ដាសាដោយសារតែបិសាចនៅក្នុងនោះច្រើនពេកហើយពួកគេមិនអាចសម្លាប់អស់នោះទេប៉ុន្តែចំពោះខ្ញុំគឺវាបិសាចទាំងអស់នោះគឺជាសម្បត្តិនៃអាយុកាលនិង Evil Point សម្រាប់ខ្ញុំសេះដូរទៅក្នុងប្រាសាទមួយនឹងគោលម្ដងរបស់គាត់ក៏ចង់ឡើង level 10ផងដែរ